ក៏ដូចជាបងប្អូនអ្នកនេះស្វាគមន៍មកកាន់វីដេអូថ្មីពី Channel វិទ្យាសាស្ត្រ Computer 101 ចឹងឥឡូវនេះយើងមកតនៅមេរៀនរបស់យើងតទៀតនៃមុខវិជ្ជា Computer Fundamental ឬក៏ Fundamental of Computers ចឹងមេរៀនបន្តទៀតនេះគឺមេរៀនទី2ដែលយើងនឹងនិយាយអំពី Components of a Computer System ដែលនិយាយអំពីធាតុផ្សំរបស់ Computer ឬក៏គ្រឿងបង្គុំរបស់ Computer ចឹងyeah let's start អញ្ចឹងសួរថា what make a computer work តើអ្វីដែលធ្វើឲ្យ computer វាដំណើរការអញ្ចឹង computer គឺវាមិនមែនសម្រាប់តែការបង្ហាញនៅលើ screen ឲ្យយើងឃើញដូចជាតាមរយៈការដែលយើងចុចទៅលើក្តារចុចឬក៏អាចបានថានៅពេលដែលយើងបើក game វាចេញ game បើកកម្មវិធីវាចេញកម្មវិធីនឹងទេប៉ុន្តែសួរថាតើវាដំណើរការដោយរបៀបណាអញ្ចឹងគឺ computer វាកើតចេញពីគេហៅថាគ្រឿងបង្គុំដ៏ស្មុគស្មាញជាច្រើនដែលគេហៅថា components ហ្នឹងឬក៏ computer component អញ្ចឹងគឺ component នីមួយៗគឺវាមានមុខងារផ្សេងៗគ្នាហើយគេធ្វើការផ្គុំវាបញ្ចូលគ្នាលើបន្ទះ circuit មួយហើយឲ្យវាបំពេញនៅមុខងាររៀងៗខ្លួនជាមួយគ្នាបង្កើតទៅជាដំណើរការរបស់ computer យើងវា process information វាធ្វើការ perform កិច្ចការងារជាក់លាក់ណាមួយអញ្ចឹងធាតុស្នូលរបស់ computer ឬក៏ computer បានបែងចែកចេញជា2អញ្ចឹងផ្នែកទាំងពីរនោះគឺទី1 hardware ទី2គឺ software អញ្ចឹង hardware គឺសំដៅទៅលើគេហៅថា physical part ឬក៏ជាវត្ថុធាតុទាំងឡាយណាដែលយើងអាចប៉ះឬក៏យើងមើលឃើញនឹងភ្នែកបានវាគឺជាគ្រឿងអគ្គិសនីឬក៏អីចឹងទៅដែល component នោះគឺវានឹងធ្វើការជាមួយគ្នាដើម្បី process នៅទិន្នន័យគឺជាបញ្ចេញនៅការងារលទ្ធផលការងារនោះមកឲ្យយើងមើលឃើញជា result មួយទៀតគឺជា software គឺសំដៅទៅលើគេថា digital instruction ឬក៏អាចបានថាជាការណែនាំតាមបែប digital ទៀតថាយើងជាមនុស្សយើងចង់ឲ្យ computer ធ្វើអីគឺយើងត្រូវការ access ឬក៏យើងប្រើ software បាទដែលមាននៅលើ computer នោះទៅបញ្ជា hardware ឲ្យវាមានមុខងារនោះដំណើរការអញ្ចឹងគឺអាចបានថា software គឺវានៅកណ្ដាលគឺវាចង់ឲ្យមនុស្សយើងអាច interact ជាមួយនឹងក្នុងរបស់ computer អញ្ចឹងសួរថាតើការដឹងអំពីផ្នែករបស់ computer ហ្នឹងវាមិនខ្លះអញ្ចឹង why should we learn this អញ្ចឹងការយល់ដឹងអំពីផ្នែករបស់ computer គឺវាជួយឲ្យយើងអាចដោះស្រាយបញ្ហាភាពក៏ជាបើសិនជាយើងដឹងអញ្ចឹងយើងចង់ upgrade computer upgrade ថែមថយទៅលើធាតុអីផ្សេងៗនៅក្នុង computer ហ្នឹងយើងអាចដោយភាពជឿជាក់ទី3គឺអាចថាឲ្យយើងបង្កើតនៅការសម្រេចចិត្តអីមួយនៅពេលដែលយើងទិញ computer ហើយចំពោះ key learning benefits វិញគឺចង់ឲ្យអ្នកនរយល់ដឹងអំពីរបៀបដែល computer ដំណើរការក៏ដូចជាអាចថាផ្ដល់ជាជំរើសអីមួយមិនថាជាប្រទីបមួយដែលអ្នកនរអាចយកទៅពិចារណាក្នុងពេលអ្នកនរទិញ computer ហើយយ៉ាងទៅហើយទី3គឺ improve នៅការដោះស្រាយបញ្ហានានាបើសិនអ្នកនរយល់ហើយចេះហើយអញ្ចឹងអ្នកនរអាចយកវាទៅប្រើប្រាស់តាមរយៈការគិតពិចារណាថាតើយើងគួរតែដោះស្រាយបញ្ហានៃ hardware នឹងដោយរបៀបណា software ដោយរបៀបណាយ៉ាងទៅនិងទី4គឺ build a strong foundation មកវាមានន័យថាវាជាធាតុស្នូលជាមូលដ្ឋានគ្រឹះនៃ IT ឬក៏នៅក្នុង computer science មុននឹងយើងទៅរៀន code មុននឹងយើងទៅរៀនការ design website ផ្សេងៗតោះតែយើងចេះយល់ពី computer យល់ពី hardware របស់ computer ដែរបើយើងអត់ដឹងថា hardware computer នឹងមិនសោះក៏អត់កើតដែរអញ្ចឹងនេះគឺជា key learning benefits ឥឡូវយើងចូលមកដល់ hardware តែម្ដងអញ្ចឹងអ្វីដែលយើងនឹងលើកយកមកនិយាយដំបូងគេនេះគឺអញ្ចឹង motherboard គឺជាបន្ទះ circuit ដូចតែអ្នកនរបានឃើញនៅលើរូបភាពអញ្ចឹងខ្ញុំអត់ផ្ដោតសំខាន់ទៅលើបន្ទះ circuit ឬក៏ motherboard នៅលើ laptop ផ្ដោតទៅលើ computer case ឬក៏ computer ធំគេហៅថា desktop អញ្ចឹង motherboard គឺជាឈ្មោះវាឬក៏គេហៅថា main board បាទយើងអាចហៅវាបានជាឈ្មោះឧបករណ៍ component មួយហ្នឹងអញ្ចឹងអាហ្នឹងគឺគេថាបន្ទះ circuit មេមួយដែលវាមានតួនាទីក្នុងការភ្ជាប់នៅឧបករណ៍ផ្សេងៗទៀតនៅលើវាឧទាហរណ៍ថាភាពនេះគឺកន្លែងទីតាំងនេះគឺជាទីតាំងដែលយើងត្រូវដាក់ CPU ទីតាំងនេះគឺជាកន្លែងដែលយើងត្រូវដាក់ RAM ទីតាំងនេះកន្លែងដែលយើងដាក់ GPU ក៏ដូចជា port ជាច្រើនដែលយើង connect ទៅកាន់គ្រប់គង់ភ្លើងកន្លែងបញ្ចេញជា USB power បិទបើកអីផ្សេងៗហ្នឹងអញ្ចឹងធាតុទាំងអស់ដែលទៀតយើងនឹងរៀនហ្នឹងគឺនឹងត្រូវយកមកភ្ជាប់ជាមួយនឹងបន្ទះ circuit ហ្នឹងដើម្បីឲ្យវាមានមុខងារអញ្ចឹងតកតងជាមួយនឹង form factor ទំហំរបស់វាដែលចេញពីរោងចក្រ
ផលិតមកគេអាចធ្វើវាជាទម្រង់ RTX ឬក៏ micro RTX mini ITX និយាយខ្លីទៅគឺដូចទៅនឹងរូបភាពដែលខ្ញុំដាក់តាម site នេះគឺវាមាន eRTX ដែលមានទំហំ 210 អ៊ីងគុណនឹង 13 អ៊ីងបាទវាមាន RTX ធម្មតាគឺ 12 អ៊ីងគុណនឹង 9.6 អ៊ីងវាមាន micro RTX 9.6 អ៊ីងគុណនឹង 9.6 អ៊ីងនិងចុងក្រោយគឺ mini TX 6.7 អ៊ីងគុណនឹង 6.7 អ៊ីងភាពខុសគ្នារបស់វាគឺសំដៅទៅលើទំហំដែលយើងអាចដាក់ slot ដាក់អីផ្សេងៗដូចទីតាំងនេះអញ្ចឹងគឺយើងអាចដាក់ GPU បានដល់ទៅ2បាទឬក៏កាតបាទកន្លែងនេះគឺយើងដាក់បានតែមួយរីឯຂະຫນាតតូចនេះសម្រាប់អ្នកដែលគាត់ចង់ build កុំព្យូទ័រដែលមានទំហំតូចធំតូចគាត់ចង់បានទំហំធំអីចឹងទៅតែវាសុទ្ធសឹងតែមាន benefit ក៏ដូចជាគេថា advantage disadvantage ដែរទៀតបើសិនជាទំហំកាន់តែទូច component វាតែងតែនៅគៀកគ្នាអញ្ចឹងការដែលវានៅគៀកគ្នាខ្លាំងពេកហើយការ build ធំក៏ទូចដែរអញ្ចឹងលំហូរខ្យល់នៅក្នុងធុងវាកាន់តែទូចអញ្ចឹងវាអាចធ្វើឲ្យម៉ាស៊ីនក្តៅតែបើសិនអ្នកនរ build PC មួយដែលមានប្រទេស motherboard ធំហើយយើងផ្គុំនៅក្នុងធុងដែលមានទំហំធំអញ្ចឹងលំហូរខ្យល់នៅខាងក្នុងហ្នឹងគឺវាទលាយល្អអញ្ចឹងអាហ្នឹងគឺជាអត្ថប្រយោជន៍របស់វាអញ្ចឹងតើតោះមួយ component chipset វាគឺវាតួនាទីវាគឺ manage ទៅរវាង CPU RAM និងធាតុដែលយើងដោតវាតាមរយៈរុនដែលមាននៅទីតាំងផ្នែកខាងនេះគេថា CPU យើងដាក់នៅនេះអញ្ចឹងជាគូក្បាលរបស់កុំព្យូទ័រ RAM នៅទីតាំងនេះអញ្ចឹង motherboard គឺវាគេថា manage ទៅលើប្រភេទទិន្នន័យដែលនឹងធ្វើការហូរកាត់តាមវានឹងឲ្យទិន្នន័យគឺជាទម្រង់ electronic ជា data អញ្ចឹងមេរៀន data ហ្នឹងក៏យើងនឹងនិយាយនឹងរៀនដែរនៅក្នុងមេរៀនក្រោយអញ្ចឹងតើតើនឹង slot វិញអញ្ចឹងmotherboard គឺវាមាន slot ច្រើនមែនទែនវាមាន slot សម្រាប់ដាក់ CPU અને CPU socket វាមាន slot ដាក់ RAM វាមាន slot សម្រាប់ដាក់កាតចាកាតនេះវាមាន PCIe PCI slot សម្រាប់ដាក់ GPU មាន RAM slot មានអីបាទ M2 សម្រាប់ដាក់ SSD ជាដើមហើយចំពោះ connector វិញគឺវាអាចឲ្យយើងភ្ជាប់បាទ SATA នៅទីតាំងនេះទៅកាន់ SSD ឬក៏ឧបករណ៍ចាក់នេះវាមានដូចជា USB header ដែលយើង connect ទៅកាន់ USB port power connector នៅតំបន់នេះដើម្បីយើង connect វាទៅកាន់ button ដើម្បីដែលយើងចង់ចុចបើកម៉ាស៊ីនឲ្យដំណើរការគឺវាត្រូវឆ្លងកាត់ power connector នៅតំបន់នេះដែលយើងមាន pin មានអីចឹងទៅឥឡូវយើងចូលមកដល់ការបង្ហាញលម្អិតបន្តិចអញ្ចឹង motherboard ទាំងអស់គឺមានច្រើនបាទចេញពីរោងចក្រច្រើនប្រភេទច្រើន brand ដូចគេថាតែអ្នកនេះបានឃើញអញ្ចឹងនៅក្នុងនេះគឺវាមាន ROG មាន MSI និង brand Asus អញ្ចឹងទៅហើយមិនមានតែប៉ុណ្ណឹងគឺមានច្រើនទៀតក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះគឺបើន័យថាទោះបីវាចេញពីរោងចក្រណាក៏ដោយប៉ុន្តែវានៅ share the same layout បើន័យថាវាមានទម្រង់ដូចគ្នាទេឧទាហរណ៍ថា motherboard ប្រភេទ ROG នេះគឺនៅផ្នែកកណ្ដាលគឺជាកន្លែងដាក់ CPU MSI ក៏មានកន្លែងផ្នែកកណ្ដាលនេះជាកន្លែងដាក់ CPU ហើយ brand Asus នេះក៏មានផ្នែកកណ្ដាលជាកន្លែងដាក់ CPU ហើយវាមានកន្លែងដាក់ RAM នៅផ្នែកខាងស្ដាំអានេះមានកន្លែងដាក់ RAM នៅផ្នែកខាងស្ដាំអានេះក៏ដូចគ្នាក៏ដូចជាកន្លែងដែលយើងអាចគេហៅថាដោត USB HDMI ឬក៏កន្លែងបញ្ចេញសលេងចូលសលេងអីគឺនៅផ្នែកខាងឆ្វេងនេះអញ្ចឹងឧបករណ៍ទាំងអស់គឺមានដូចគ្នាក៏ដូចជា slot បាទសម្រាប់គេហៅ expansion slot ឬក៏ PCI slot បាទគឺវាមានដូចគ្នាគាត់ណាវាអាស្រ័យទៅតាម brand ក៏ដូចជាទៅតាមការផ្គុំក៏ដូចជាបច្ចេកវិទ្យាដែលគេញាត់ចូលទៅក្នុងនឹងអញ្ចឹងអាហ្នឹងក៏ខ្ញុំសូមអត់និយាយដែរអំពីបច្ចេកវិទ្យាហ្នឹងព្រោះវាអាស្រ័យទៅលើ BIOS ទៅលើការ write ទៅលើការចងការធ្វើដោយរោងចក្ររបស់ brand នីមួយៗអញ្ចឹងចូលមកដល់ចំណុចបន្តទៀតគឺ CPU មិញហ្នឹងគឺយើងនិយាយពី motherboard គឺវាដាក់ CPU អញ្ចឹងសួរថាតើអីគេជា CPU អញ្ចឹង CPU គឺអាចនិយាយបានថាវាជាខួរក្បាលរបស់កុំព្យូទ័រតែម្ដងគ្រប់ការគណនាទាំងអស់គ្រប់ពេលដែលអ្នកនេះបើកកុំព្យូទ័រមកឃើញអ្វីនៅលើអេក្រង់ការបញ្ចេញលទ្ធផលអីផ្សេងៗគឺត្រូវបានឆ្លងកាត់ពីបាទ component មួយហ្នឹងឬក៏ឧបករណ៍មួយហ្នឹងដែលគេហៅថា CPU អញ្ចឹង CPU វាមានពាក្យពេញរបស់វាគឺ Central Processing Unit អញ្ចឹងអាហ្នឹងគឺតួនាទីវាគឺក្នុងការគេថាប្រើដើម្បី executing instruction នៅពេលដែលយើងប្រើប្រាស់កម្មវិធីណាមួយយើងចង់ឲ្យកុំព្យូទ័រវាដំណើរការអីមួយអញ្ចឹងអាហ្នឹងគឺវានឹងធ្វើការបកប្រែអានដូចជា process អ្វីដែលយើងចង់ឲ្យវាធ្វើតាមរយៈ software ហ្នឹងយើងបញ្ជាតាម software អញ្ចឹងណាអញ្ចឹងការដែលគណនាហ្នឹងគឺវាអាស្រ័យទៅលើប្រភេទនៃការគណនាដែលវាអាចសំដៅទៅលើគណិតវិទ្យាក៏ដូចជាការ control ទៅលើ operation ផ្សេងៗតកគុណចែកប្រៀបធៀបសំណុំអីផ្សេងៗគឺគិតនៅលើហ្នឹងអូខេអញ្ចឹង
យើងនិយាយអំពី component វាអញ្ចឹង component របស់វាគឺវាមាន ALU បានន័យថា arithmetic logic unit ដែលនិយាយខ្លីទៅមួយផ្នែកនេះគឺសំដៅទៅលើធាតុដែលនៅខាងក្នុង CPU នឹងទៀតវាកាន់តែទូចជាងនឹងទៀតដែលយើងត្រូវដឹងដែរប៉ុន្តែមិនបាច់រូបភាពទេព្រោះនោះវាទូចមែនតើដូចដែលយើងបាននិយាយនៅក្នុងមេរៀនមុនថាបច្ចេកវិទ្យាសម័យថ្មីគេធ្វើកុំព្យូទ័រតាមរយៈ chip microchip microprocessor ដែលទូចខ្លាំងអញ្ចឹងយើងអាចទៅ bridge វាហើយមកបញ្យល់ថាកន្លែងនេះធ្វើអីសរសៃនេះធ្វើអីវារាប់លានវាច្រើនអញ្ចឹងយើងអាចនិយាយជារួមអញ្ចឹងនៅក្នុង CPU មួយគឺវាមាន component នៅខាងក្នុងហ្នឹងតទៅទៀតទី1គឺ ALU មកពាក្យថា arithmetic logic unit ដែលវា handle ទៅលើការកណនាបែបគណិតវិទ្យាក៏ដូចជា logical operation បាទទី2គឺ control unit ដែលវាព្យាយាមបើថា direct data flow មកធ្វើការជាមួយនឹង data ក៏ដូចជាប្រតិបត្តិការនានាបាទខាច់ដែលអាហ្នឹងគេថាព្យាយាមធ្វើឲ្យតូចហើយវា store នៅគេបានលឿនហើយអាហ្នឹងវាមាន L1 L2 L3 level អីចឹងទៅអញ្ចឹងក្នុងករណីនេះCPU គឺវាមានច្រើនប្រភេទវាមានដូចជាប្រភេទIntel មានប្រភេទពួក chip M1 M2 M3 របស់ Mac វាមានប្រភេទ AMD អីចឹងទៅអញ្ចឹងនៅក្នុងនេះគឺខ្ញុំបង្ហាញមានដូចជា Ryzen របស់ AMD Intel គឺរបស់ក្រុមហ៊ុន Intel អញ្ចឹង Intel វាមានច្រើនទៀតវាមាន Intel Core i3 i5 i7 i9 អីចឹងទៅហើយវាមាន generation ជំនាន់របស់វាដូចជំនាន់ទី11 12 13ដែលជាជំនាន់ចុងក្រោយដូចជាចេញ15 16អីទៀតហើយបាទអញ្ចឹងគឺ CPU បច្ចេកវិទ្យាវាកាន់តែដើរទៅមុខរហូត brand វាចេះតែចេញមកនៅអ្វីដែលថ្មីរហូតទៅតាម brand នីមួយៗទៀតដូច Ryzen ហ្នឹងគឺវាចេញស៊េរីថ្មីច្រើនមែនដែរអញ្ចឹងបើយើងនិយាយពី specification របស់វាអញ្ចឹងគេនិយាយពី clock speed អញ្ចឹង clock speed របស់វាគឺគេគិតជា gigahertz អញ្ចឹងនៅពេលដែលអ្នកនរគ្នាទិញកុំព្យូទ័រអ្នកនរគ្នាក៏មានលទ្ធភាពអាចមើលដឹងអំពី gigahertz វាបានដែរអញ្ចឹង gigahertz ហ្នឹងកាន់តែធំយើងអាចដឹងអំពីល្បឿននៃការគណនារបស់វាដែរដូចនៅក្នុងរូបភាពនេះគឺវាដាក់តែ3.ប្រហែល gigahertz អីចឹងទៅបាទខាច់ប្រហែល m អីចឹងទៅអញ្ចឹងអាទំហំហ្នឹងឯងគឺកាន់តែធំគឺការគណនាក៏កាន់តែលឿនអញ្ចឹងមានន័យថាកាលណាវាគណនាគិតជា gigahertz អញ្ចឹង higher speed មាន faster processing មានថាល្បឿនកាន់តែលឿនមានថាវា process កាន់តែលឿនដូចគ្នាហើយមួយទៀតក៏ពេលគេនិយាយពីCPU របស់ computer ក៏គេនិយាយពី core និង thread ដែរអញ្ចឹង core thread ហ្នឹងគឺសំដៅលើ multiple core ជាឧទាហរណ៍ដូចមាន dual core quad core ឬក៏នៅក្នុង chip ឡើយមានលឺធ្លាប់លឺ octa core អីផ្សេងទៀតអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាសំដៅទៅលើការគណនាច្រើនមក operation នៅក្នុងពេលតែមួយ thread va hyper threading enhance efficiency អូខេអញ្ចឹងអ្នកគ្នាអាចនឹង check ឃើញ core ច្រើនបើសិនអ្នកគ្នាប្រើប្រាស់គេហៅថា CPU បាទប្រភេទនៅលើ server បាទប្រភេទ server គឺជា CPU ដែលមាន core ច្រើនអញ្ចឹង core ច្រើនគឺវាអាច process data បានលឿនច្រើនក្នុងពេលតែមួយអញ្ចឹងទៅអូខេហើយចំពោះmanufacturer ខ្ញុំលើកនេះ Intel គឺដូចជា AMD អញ្ចឹង Intel គឺគេបង្កើតជាប្រភេទ Core i series ហើយនឹង AMD គឺគេបង្កើតជា Ryzen ចូលដល់ចំណុចបន្ទាប់ទៀតគឺយើងនិយាយអំពី RAM ម្ដងអញ្ចឹង RAM មកពីពាក្យពេញថា Random Access Memory ហើយ primary role របស់បាទ RAM គឺជាគេហៅថាអង្គស្តុកទុកទិន្នន័យរយៈពេលខ្លីមួយបាទដែលរាល់ទិន្នន័យទាំងអស់ដែលយើងស្តុកទុកនៅក្នុងឧបករណ៍ស្តុកទុកទិន្នន័យហើយមុនពេលដែលត្រូវបានបកប្រែគណនាដោយ CPU គឺទិន្នន័យទាំងអស់នោះត្រូវបានស្តុកក្នុងបាទ RAM មួយនេះជាបណ្ដោះអាសន្នដើម្បីឲ្យល្បឿននៅក្នុងការគណនារបស់ CPU នឹងកាន់តែលឿនវាប្រៀបការបញ្ជូនគេហៅថារៀបឥដ្ឋអីចឹងណាអញ្ចឹងអ្នករៀបឥដ្ឋគឺគេតែមិនមែនអ្នករៀបឥដ្ឋហ្នឹងទៅធ្វើការ direct ជាមួយនឹងគេហៅថាកន្លែងទុកឥដ្ឋត្រូវទៅយកមួយហើយយកមកដាក់ស៊ីម៉ង់ហើយយកមកដាក់បន្ទប់គ្នាទេគេអាចថាម្នាក់ទៀតនៅកណ្ដាលដើម្បីជួយបញ្ជូនឥដ្ឋមកដាក់នៅចិត្តដៃរបស់អ្នកកណនាអ្នកដែលរៀបឥដ្ឋហ្នឹងអញ្ចឹងអា RAM គឺវាប្រៀបដូចជាលក្ខណៈបែបហ្នឹងដែលវាជួយឲ្យល្បឿននៅក្នុងការគណនារបស់ CPU កាន់តែលឿនអញ្ចឹងទិន្នន័យទាំងអស់គឺត្រូវយកចេញពីឧបករណ៍ឬក៏អង្គស្តុកទុកទិន្នន័យទីទៀតយើងនឹងនិយាយដូចគ្នាថាអង្គស្តុកទុកទិន្នន័យមានអីខ្លះយកពីហ្នឹងមកទុកនៅក្នុង RAM ហ្នឹងអញ្ចឹងអាហ្នឹងឯងគេហៅថា short term memory ដែលវាស្តុកទុកទិន្នន័យបាទទៅតាមគេហៅថា
instruction របស់គេហៅថា software ហើយវានឹងបញ្ជូនទិន្នន័យនោះទៅឲ្យ CPU ដើម្បីធ្វើការ access បានលឿនអញ្ចឹងបន្តិចទៀតយើងនឹងនិយាយអំពី hard disk ក៏ដូចជា SSD ដែលជាអង្គស្តុកទុកទិន្នន័យអញ្ចឹងនៅឡើយនេះគឺខ្ញុំវាដែរអំពី hard disk និង SSD អញ្ចឹងអាហ្នឹងប្រៀបដូចជាកន្លែងដែលយើងដាក់ឥដ្ឋអញ្ចឹងណាអញ្ចឹងកន្លែងដាក់ឥដ្ឋហ្នឹងបើសិនជាអ្នករៀបឥដ្ឋគាត់ត្រូវទៅយកពីកន្លែង hard disk នឹងហើយនឹង SSD នឹងផ្ទាល់ហ្មងបាទអញ្ចឹងទម្ងំរៀបហើយគឺចាយពេលយូរមែនអញ្ចឹង RAM គឺវាដើរតួមកនៅកណ្ដាលហ្នឹងហើយបញ្ជាក់ទៀតគឺបានន័យថាអា short term memory ហ្នឹងគឺវាស្តុកទុកទិន្នន័យដល់ពេលដែលកុំព្យូទ័រយើងដំណើរការមានអគ្គិសនីនៅក្នុងហ្នឹងអញ្ចឹងដល់ពេលដែលកុំព្យូទ័រយើងអលុតបាទទិន្នន័យនោះគឺត្រូវបានលុបចោលប៉ុន្តែបើសិនជាអង្គស្តុកទុកទិន្នន័យជាប្រភេទ ADD ឬក៏ SSD បាទ hard disk ឬក៏ solid state drive នេះគឺវាស្តុកទុកជាយន្ត្រៃបាទស្តុកទុកជាប្រភេទ chip គេហៅថាមួយទៀតគេហៅថាដែនម៉ាញ៉េទិកតាមអីចឹងទៅលើ disk drive អញ្ចឹងណាយើងទោះបីយើងបិទកុំព្យូទ័រទិន្នន័យគឺនៅក្នុងហ្នឹងវាអត់បាត់ទៅណាទេបាទអញ្ចឹងនៅក្នុងនេះគឺវាដើរតួជា workspace មួយសម្រាប់ CPU ដែលវា hold activity program វា handle វា hold ទៅលើសកម្មភាពរបស់កម្មវិធីក៏ដូចជាការបើក file ឲ្យវាលឿនជាងមុនអញ្ចឹងมันអាចឲ្យ CPU ទៅ work direct ជាមួយនឹងអង្គស្តុកទុកទិន្នន័យទេដែលវាអាចឲ្យកុំព្យូទ័រយើងយឺតអញ្ចឹងអានេះគឺជារូបរាងរបស់វាហើយខ្ញុំចង់ mention ពី RAM ដែរអញ្ចឹង RAM គឺវាមានប្រភេទរបស់វាដូចគ្នាអញ្ចឹងប្រភេទវាបើសិនជាយើងចាប់ថ្នាក់វិញគឺគេអាចចាត់ទៅតាមប្រភេទផ្សេងៗឥឡូវបើយើងចាត់ថ្នាក់វាទៅតាម technology វិញអញ្ចឹង technology គឺវាមាន DRAM ត្បូងគេ DRAM មានថា dynamic RAM អញ្ចឹងអាហ្នឹងគឺគេថា mostly common គេ most common type មួយដែលគេប្រើនៅក្នុងកុំព្យូទ័រជំនាន់ថ្មីហើយវា refresh ឬក៏វា recharge ឬក៏ដើម្បី retain data ហ្នឹងវាត្រូវការអគ្គិសនីនៅក្នុងការ refresh retain អញ្ចឹងទៅវាអត់ស្តុកទុករយៈពេលយូរអញ្ចឹងហើយវាមាន sub type របស់វាដែរគឺ DDR SDRAM គេ double data rate synchronous DRAM ហើយមួយទៀតមាន DDR3 DDR4 ហើយឥឡូវនេះគឺមាន DDR5 ហើយបើសិនអ្នកនរទិញកុំព្យូទ័រអា DDR នេះគឺជាគេថាប្រភេទ RAM ដែលជើងខុសៗគ្នាឥឡូវគេថាដូចប្រភេទ DDR ធម្មតាអញ្ចឹងជើង RAM វាមាន2កង់អញ្ចឹងវាមានវែងវាមានខ្លីអញ្ចឹងអានេះគឺ DDR ដល់ពេល DDR2 ចំណុចកណ្ដាលនេះគឺវានៅកាត់រំកិលមកខាងនេះបន្តិច DDR3 ក៏រំកិលបន្តិចតែជាខាងនេះខ្លីជាងខាងនេះវែងជាងដល់ពេល DDR4 វាមកកណ្ដាលវិញឥឡូវវាចេញដល់ DDR5 ទៀតដែលល្បឿនរបស់ RAM វាអាចអាប់ពី4800ទៅដល់8400 MHz ហើយចំណុចនេះដែរគឺជាចំណុចដែលអ្នកអាចត្រូវគិតពិចារណាកំឡុងពេលដែលយើងទិញ laptop ឬក៏ទិញកុំព្យូទ័រដែរឬក៏ពេលដែលយើង build កុំព្យូទ័រដែរព្រោះថាប្រភេទ DDR នីមួយៗគឺវានឹងដំណើរការដាក់ទៅលើប្រទេស motherboard ដែលយើងនិយាយមុនហ្នឹងទៅតាមគេហៅថាប្រភេទ generation ផ្សេងៗគ្នាឧទាហរណ៍ថាអ្នកគ្នា build កុំព្យូទ័រមួយដែលប្រើប្រាស់ generation ទី13 14 15នៃ CPU អញ្ចឹងយើងទិញ CPU Intel Core i7 Core i9 ជំនាន់ទី14 15មកអញ្ចឹងក៏យើងត្រូវការទិញប្រទេស motherboard ដែល support ជាមួយនឹង CPU ហ្នឹងអញ្ចឹងប្រទេស motherboard ហ្នឹងទៀតសោតគឺវានឹងមកជាមួយនឹង RAM ប្រភេទ DDR5 socket ដែលយើងអាចដាក់RAM ប្រភេទ DDR5 ហ្នឹងអញ្ចឹងយើងអាចយក RAM DDR3 ឬក៏ DDR4 មកដាក់នៅលើ motherboard ដែល support CPU Core i7 ជំនាន់ទី13 14មកទេឬក៏ជំនាន់ចុងក្រោយទេអញ្ចឹងអានោះវាមាន generation របស់វាដូចគ្នាហើយវាមានល្បឿនទៅតាមនឹងដូចគ្នាដែលយើងអាច check មើលទៅលើការម៉ៅស្ដាំនៅលើ task manager របស់យើងឃើញ clock speed របស់វាថាវាបានប៉ុន្មាន clock speed ទៅលើ speed របស់ RAM របស់យើងអូខេមកប្រភេទទៀតគឺ SRAM អញ្ចឹងអាហ្នឹងគឺជា static RAM ដែលវាលឿនហើយប៉ុន្តែវាថ្លៃជាង DRAM ហ្នឹងទៀតអញ្ចឹងអាហ្នឹងគឺវាអត់ require ទៅលើការ refresh អគ្គិសនី refreshing recharge អីទេ retain data អីទេអញ្ចឹងគឺវាសម្រាប់តែ CPU ខាច់ L1 L2 L3 អញ្ចឹងនៅក្នុងប្រទេសបាទថាគ្រាប់ CPU របស់យើងគឺវាមាន SRAM នៅក្នុងហ្នឹងដែលមាន L1 L2 L3 ហ្នឹងដែលអាហ្នឹងគឺវាលឿនជាង DRAM ទៀតអូខេហើយវាមានរូបរាងជាក់លាក់ចេះទេអញ្ចឹងខ្ញុំនឹងមកនិយាយអំពីប្រភេទមួយទៀតបើយើងនិយាយអំពី form factor បាទព្រោះដោយសារអីមុនហ្នឹងយើងនិយាយអំពីប្រភេទរបស់ RAM អញ្ចឹងបើយើងនិយាយពីបច្ចេកវិទ្យាគឺយើងបាននិយាយខាងដើមមិញហ្នឹងតែបើយើងនិយាយអំពី form factor ចេញពីរោងចក្រវិញគឺរោងចក្រនីមួយៗអាចបង្កើតចេញជាពីរទម្រង់មួយគឺ IMM ឬក៏ DIMM មួយទៀតគឺ SO-DIMM
DIMM ហ្នឹងគឺជាប្រភេទប្រទេស RAM ដែលយើងប្រើប្រាស់តែចំពោះកុំព្យូទ័រប្រភេទ desktop ធំទេវាវែងបាទឬក៏ទៅលើ server ទេហើយDIMM ហ្នឹងមកពាក្យថា dual inline memory module ហើយនឹងមួយទៀតគឺ SODIMM អាហ្នឹងគឺ small outline DIMM គឺវាយក DIMM ដដែលប៉ុន្តែវាធ្វើ small outline អាចនិយាយបានថាអាហ្នឹងគឺគេព្យាយាមធ្វើវាឲ្យទូចហើយដាក់សម្រាប់តែដំណើរការនៅលើ laptop ឬក៏ឧបករណ៍ទូចៗទេជាពិសេសគឺ laptop នឹងតែម្ដងអញ្ចឹងពេលដែលយើងទិញ RAM យើងត្រូវបញ្ជាក់មួយគេដែរថាយើងទិញឲ្យដាក់អីដាក់ laptop គឺយើងមើល SODIMM តែបើមិនយើងទិញដាក់កុំព្យូទ័រធំវាគឺយើងមើល DIMM នឹងឯងហើយយើងមើលទៅលើ clock speed ទៅទៀតថាកុំព្យូទ័រអ្នកនរគ្នាជំនាន់ទី13 14 15អញ្ចឹងទៅអញ្ចឹងវាទៀតវា support ជាមួយនឹងmotherboard ដែលស្គាល់ DDR5 យើងអ្នកនរគ្នាត្រូវតែទិញ DDR5 ហើយបើ speed បើកាន់តែខ្ពស់កាន់តែល្អហើយបើអាចព្យាយាមទិញ RAM ចេញពី brand តែមួយដាក់ជាមួយគ្នាកុំដាក់វា brand 2 3ផ្សេងគ្នានៅក្នុងប្រទេស motherboard តែមួយជៀសវាងមានបញ្ហាអូខេចូលដល់ component បន្ទាប់ទៀតគឺ storage device អញ្ចឹង storage device នេះគឺដូចបាននិយាយមុននឹងដូចគ្នាអំពី RAM អញ្ចឹង RAM គឺ stock ទុកទិន្នន័យគេហៅថា short term ទិន្នន័យតែពេលរយៈពេលខ្លីទេនៅពេលដែលដាច់អគ្គិសនីឬក៏ពេលដែលយើងបិទកុំព្យូទ័រទិន្នន័យនោះគឺត្រូវបានលុបចោលឬក៏ clear ចោល refresh ចោលអញ្ចឹង storage នេះវិញគឺstorage device នេះវិញគឺជាគេហៅថាឧបករណ៍ hardware component មួយដែលគេប្រើសម្រាប់ stock ទុកទិន្នន័យអចិន្ត្រៃយ៍បានរហូតយើងអាចលុប delete restore backup អីផ្សេងៗនៅក្នុងនឹងគឺមកចប់តែម្ដងអញ្ចឹងនៅក្នុងនេះគឺ component that used to store ទុកដាក់ទិន្នន័យ digital data អញ្ចឹងទៅ and អាច hold information ជារៀងរហូតបានវាអត់ត្រូវការអគ្គិសនីអត់ត្រូវការអីទេយើងអាចទុកវាជារៀងរហូតបាទហើយអាហ្នឹងវាសំខាន់មែនតើនៅក្នុងការ save file យើងអាច save file នៅក្នុង RAM ទេអញ្ចឹងយើងត្រូវ save file បាទនៅក្នុងឧបករណ៍វាមានជាប្រភេទនេះគេហៅ data vault នេះគេហៅថា ADD hard disk នេះជាប្រភេទ MIE បាទជាប្រភេទ SSD ជំនាន់ថ្មីបាទលឿនបាទអានេះជាប្រភេទ SSD ហើយនៅឧបករណ៍ជាច្រើនទៀតដូចជា memory ដូចជា flash ដូចជាអីហ្នឹងអាហ្នឹងក៏ជាអង្គស្តុកទុកទិន្នន័យដែរទៀតអ្នកនរគ្នា copy ឯកសារពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់យើងអាចដោត flash ទៅហើយទិន្នន័យចូលនៅក្នុងហ្នឹងទោះបីជាយើងអត់ដោត flash ហ្នឹងជាមួយនឹងកុំព្យូទ័រដែលមានអគ្គិសនីក៏ទិន្នន័យហ្នឹងនៅក្នុង flash ហ្នឹងដែរវាអត់បាត់ទេអូខេអញ្ចឹងអាហ្នឹងគឺវាសំខាន់ត្រង់ហ្នឹងដែលវាដំណើរ application ensure data គឺ accessible យើងអាចបើកពេលណាក៏បានឲ្យតែពេលយើងចង់អូខេអញ្ចឹង storage device គឺគេចែកឋានៈវាដែរទៅកាន់ type ផ្សេងៗទីក្នុងនេះគឺវាមាន3ដែលយើងអាចថា base ទៅលើគោលដៅឬក៏ function របស់វាបាទគោលបំណងគឺជា function របស់វាអញ្ចឹងបើយើងនិយាយអំពី primary storage គឺគេហៅ main memory ទី2គឺ second storage គឺសម្រាប់ permanent storage ជារៀងរហូតហើយមួយទៀតគឺtertiary storage គឺ offline backup storage ទិន្នន័យដែលយើងគេហៅសម្រាប់ offline backup ត្រង់ចំណុចនេះខ្ញុំរៀងពិបាកលើកឧទាហរណ៍បន្តិចឥឡូវយើងទៅមុខហ្មងទៅអញ្ចឹងprimary storage ហ្នឹងគឺគេហៅថា main memory គឺចង់សំដៅទៅលើការទុកទិន្នន័យបាទរយៈពេលខ្លីបាទwhile the computer is running អញ្ចឹងអាហ្នឹងគឺ RAM នឹងឯងបាទ main memory ហ្នឹងគឺ RAM នឹងឯងរីឯpermanent storage គឺសំដៅទៅលើhard disk SSD USB ដែលយើង stock ទុកទិន្នន័យអចិន្ត្រៃយ៍រហូតបាទ long term data storage យើងអាច access វាពេលណាក៏បានទោះបីជាវាដាច់ភ្លើងគឺទិន្នន័យនោះគឺអត់បាត់ទេអញ្ចឹងនៅក្នុងនេះខ្ញុំលើកឧទាហរណ៍ដែរគឺវាអាចជាប្រភេទ hard disk ដែលប្រើប្រាស់magnetic storage បាទវា spin នៅលើប្រទេស disk ថាអញ្ចឹងទៅហើយយើងអាចទុកទិន្នន័យបានទំហំធំហើយតម្លៃវាក៏ធូរដែរប៉ុន្តែវារៀងយឺតជាងប្រភេទ mechanical បាទជាប្រភេទ SSD នេះទៀតបាទអញ្ចឹង SSD គឺគេប្រើ flash based storage បាទដែលវា stock ទុកទិន្នន័យបានលឿនបាទ copy ទិន្នន័យបានលឿនប៉ុន្តែវារៀងថ្លៃបន្តិចថ្លៃជាង ADD hard disk drive និងមួយទៀតជាប្រភេទ flash drive ដែលយើងដាក់ copy ឯកសារពីមួយទៅមួយអញ្ចឹងទៅវាមានមួយទៀតគេហៅថា optical drive CD DVD Blu-ray ប្រាប់ចាក់ disk របស់យើងវាមាន memory card ដែលយើងដាក់នៅក្នុងកាមេរ៉ាដើម្បីថតរូបថតអីឬក៏ memory របស់ទូរស័ព្ទអញ្ចឹងទៅមួយទៀតគឺគេហៅថា offline backup storage គឺគោលដៅវាគឺគេប្រើដើម្បី backup archive ឬក៏ transport នៅ large amount of data អញ្ចឹងអាហ្នឹងគឺសំដៅទៅលើ
storage ដែលដាក់នៅលើ cloud ទី cloud storage ដូចយើងប្រើ Google Drive Dropbox Databox ឬក៏ចង់ផ្លេចចំអកមានច្រើនបាទដែលយើងទុកទិន្នន័យលើហ្នឹងបាទយើងទៅទីតាំងណាក៏យើងអាច access បានមួយគឺ external hard disk drive អាហ្នឹងវាយើងជាពិសេសខ្ញុំការធ្វើការបាទនៅហាងលក់កុំព្យូទ័រខ្ញុំមាន hard disk មួយដែល stock ទុកនៅសំណុំឯកសារកម្មវិធីដែលយើងត្រូវតម្លើងឲ្យអតិថិជនចាកម្មវិធី Windows Office license អីផ្សេងៗហ្នឹងគឺខ្ញុំទុក hard disk ហ្នឹងឯងដើម្បីទុក backup ដើម្បីទុកយកទៅប្រើ copy វាស្តៀងទៅនឹង flash ដែរយើងអាចទុកដកប្រើ copy ចេញចូលឲ្យបាន alright so ឥឡូវយើងមកនិយាយពី hard disk បាទដែលមុនហ្នឹងគឺ ADD ហ្នឹងគឺពាក្យពេញវាគឺ hard disk drive ជាប្រភេទគេហៅថា magnetic storage ដោយដែលនឹងអ្នកនរបានឃើញរូបភាពគឺឧបករណ៍ហ្នឹងគឺវាមាន motor ហើយវាមានប្រទះ disk ថាសមួយអាហ្នឹងដូចកញ្ចក់អញ្ចឹងណាប៉ុន្តែវាទុកទិន្នន័យជាប្រភេទ magnetic ហើយនៅមានគេហៅថាថ្មិញមួយឬក៏ជាឧបករណ៍ sensor មួយដែលវានឹងស្រូបយកទិន្នន័យហ្នឹងចេញពីចូលមកដុំមួយនេះហើយនេះគឺដុំ magnetic ដើម្បីឲ្យចរន្តអគ្គិសនីកធៈអានេះទិន្នន័យលើប្រទះ disk ហ្នឹងដូចយើង disk ចាក់ចម្រៀងសេរីចាស់អញ្ចឹងណាបាទអញ្ចឹង technology វាគឺមាននេះគឺវាគ្រាន់តែ spin ទៅលើផ្ទះ disk ហ្នឹងហើយអាក្បាលនេះគឺយក data ពីហ្នឹងហើយបើយើងនិយាយ interface ក្បាលដោតទិន្នន័យវិញគឺគេប្រើ SATA ឬក៏ serial ATA បាទគឺអាទូចមួយនេះដែលយើងដោតទៅប្រទះ motherboard ផ្នែកខាងលើដែលខ្ញុំច្អល់បាទមុនហ្នឹងនៅពេលដែលយើងនិយាយ motherboard ណាអញ្ចឹងតាក់ទងជាមួយនឹងទំហំនៃឧបករណ៍ stock ទុកទិន្នន័យហ្នឹងវិញវាមានចាប់ពីប៉ុន្មានទៅប៉ុន្មានអញ្ចឹងគឺវាមានចាប់ពី 500G វាមានក្រោមហ្នឹងទៀតវាមាន 128G អីនឹងទៀតបាទទៅតាមស៊េរីចាស់ស៊េរីថ្មីរហូតទៅដល់20 TB ដែលវាធំមែនតើណាទំហំកាន់ធំនេះគឺគេដាក់នៅក្នុងម៉ាស៊ីនមេម៉ាស៊ីន server ម៉ាស៊ីនអីហ្នឹងដើម្បី stock ទុកទិន្នន័យរបស់បុគ្គលិកនៅក្នុងអាជីវកម្មឬទិន្នន័យរបស់អតិថិជននៅក្នុងអង្គភាពអាជីវកម្មធំៗអីចឹងទៅបើនិយាយពីល្បឿនរបស់វាវិញគឺគេគិតជា RPM round per minute អញ្ចឹងវាមាន 5400 អាហ្នឹងគឺយឺតហើយវាមាន 7200 គឺ standard អញ្ចឹងបើសិនអ្នកនរទិញ hard disk ប្រភេទអាធំដាក់នៅលើកុំព្យូទ័រឬក៏អាទូចៗដាក់នៅតាម laptop អីហ្នឹងគឺយើងមើលឃើញ 7200 RPM នេះគឺជាល្បឿន standard ហើយដែលយើងអាចបើក copy ឯកសារអីបានក្នុងកម្រិតមួយដែលធម្មតាបាទមធ្យមហើយវាមានច្រើនយ៉ាងទៀតចាប់ពី10000ទៅដល់15000អាហ្នឹងគឺ high performance ហើយបាទហើយក៏ថ្លៃទៅតាមនឹងដែរបាទទំហំកាន់តែធំហើយល្បឿនវាកាន់តែធំថ្លៃក៏តាមនឹងដែរហើយចំពោះ data transfer វិញជាមធ្យមប្រហែលជា100ទៅ200 megabit per second megabyte per second ប៉ុណ្ណឹងមកល្មមយើង copy ឯកសារតូចធំអីតិចតួចទេតែបើយើងធ្វើនៅអង្គភាពអាជីវកម្មធំទិន្នន័យច្រើនត្រូវការអាថ្លៃតិចដែរបានល្បឿនវារៀងលឿនហើយសួរថាគេប្រើវាដើម្បីអីគឺគេប្រើដើម្បី stock ទុកនៅឯកសារឬក៏ operating system ដែលជាកម្មវិធី software ហើយយើងក៏នឹងនិយាយដែរនៅចុងនៃមេរៀនហ្នឹង application ក៏ដូចគ្នា software ដូចគ្នាក៏ដូចជាសម្រាប់អ្នកដែលគាត់មានកម្រិតថវិកាអញ្ចឹង budget friendly storage ហើយយើងចង់ទុកនៅប៉ុន្តែបើសិនអ្នកនេះប្រើហ្នឹងនៅក្នុងកុំព្យូទ័រអ្នកនេះទៅខាងមកសង្កត់ចិត្តទ្រាំប្រើតែវាយឺតតិចអញ្ចឹងនៅពេលដែលខ្ញុំធ្វើការនៅក្រុមហ៊ុនអីចឹងបាទនៅពេលដែលកុំព្យូទ័ររបស់បុគ្គលិកគាត់មានបញ្ហាមិនមានបញ្ហាមិនតែគាត់ប្រើប្រភេទនេះហ្នឹងយើងគ្រាន់តែជួយទូពិនិត្យឲ្យគាត់ប្រើប្រាស់កុំព្យូទ័រកម្មវិធីកុំអីបើកចោលអត់បិទអីចឹងទៅហើយអាហ្នឹងវាយើងយឺតចឹងឲ្យគាត់រៀងអត់មកតិចបើចង់លឿនគាត់ទៅប្រើ SD ចឹងទៅចឹង SD ហ្នឹងគេ SD ហ្នឹងគឺជាឧបករណ៍ប្រភេទ3នេះឯង2នេះឯងដែលខ្ញុំបង្ហាញនេះអញ្ចឹងអា SD មកពីពេញថា solid ចឹងអាហ្នឹងគឺជា flash based storage គឺវា stock ទុកនៅជាទម្រង់ flash base ហើយចំពោះ technology គឺវាប្រើ NAND flash memory បាទវាអាចផាក់ផាយស្តៀងទៅនឹង flash USB យើងដែរហើយចំពោះ interface ដូចទៅនឹងគេហៅថា hard disk ប្រភេទ disk tower នេះដូចគ្នាបាទគឺ SATA អញ្ចឹងអ្នកនេះឃើញមានផ្នែកខ្លីប៉ុណ្ណេះបាទហើយនឹងផ្នែកវែងប៉ុណ្ណេះចឹងនេះក៏មានដូចគ្នាផ្នែកខ្លីប៉ុណ្ណេះផ្នែកវែងប៉ុណ្ណេះហើយអានេះគ្រាន់តែខ្ញុំបង្ហាញនេះគឺវានៅខាងក្នុងឧបករណ៍នេះទេអានេះគ្រាន់តែជាសបករបស់វាណាតែនៅក្នុងសបកហ្នឹងគឺមានរាងបែបហ្នឹងអញ្ចឹងវាមានថ្មិញ2កណាត់មួយកណាត់នេះគឺសម្រាប់ដោតទៅកាន់ធុងកុំព្យូទ័រ motherboard របស់យើងបាទហើយនេះគឺចេញពីមួយផ្នែកវែងនេះគឺចេញពី power supply ដើម្បីគេថាដល់អគ្គិសនីចូលទៅក្នុងឧបករណ៍មួយហ្នឹងហើយចំពោះទិន្នន័យនឹងហូរចេញតាមអរុនទូច
ផ្នែកទូចនេះបាទកង់ខ្លីនេះអាហ្នឹងគឺជាប្រភេទ SATA SSD បាទព្រោះដោយសារអីវាជាប្រភេទ SSD ដែលប្រើប្រាស់ SATA interface មួយទៀតគឺជាប្រភេទ SSD ដែលប្រើប្រាស់ PCIe interface អញ្ចឹង PCIe interface គឺវាទូចជាងនឹងបែបនេះឯងគឺវាមានខ្លីប៉ុណ្ណឹងវាមានវែងប៉ុណ្ណឹងហើយហ្នឹងវាមានពីរប្រភេទទៀតវាមានប្រភេទធ្មេញពីសងខាងនេះហើយនឹងប្រភេទធ្មេញមួយអញ្ចឹងបើនិយាយពីអត់បានធំដល់ 20T ទេវាអស់ខ្ពស់បំផុតគឺចាប់ពី 128G ឬ 120G ទៅ 8TB អញ្ចឹងអាហ្នឹងគឺអស់ធំហើយបើនិយាយពីតម្លៃវិញវាអាចថាថ្លៃបន្តិចដែរព្រោះវាប្រភេទ flash based memory ឬក៏ flash based storage បើនិយាយពីលឿនវិញបាទគឺវាលឿនជាងអានេះរៀងឆ្ងាយដែរអញ្ចឹងអានេះគឺពី100ទៅ200 MB per second អានេះគឺពី500ទៅ550 MB per second ចំពោះតែ SATA ប្រភេទបាទថ្មិញពីរនេះដូចតែនេះដូចគ្នាប៉ុន្តែបើប្រភេទ NVMe ឬក៏ PCIe នេះគឺល្បឿនវាគឺអាចរហូតទៅដល់ 7G ឬក៏7000 MB per second អានេះគឺខ្ញុំ focus បាទ PCIe Gen 4បាទ latest version ហើយ Gen 4 ហ្នឹងបាទអញ្ចឹងបើយើងនិយាយពី use case របស់វាវិញអញ្ចឹងគឺពេលច្រើនគឺគេប្រើឧបករណ៍ទាំងពីរហ្នឹងបាទទាំងអានេះទាំងប្រភេទនេះនិងប្រភេទនេះគឺដើម្បីស្តុកទុកនៅ operating system ដាក់ game ដូចជាចង់ឲ្យកុំព្យូទ័រយើងដើរលឿនគឺគេប្រើពួកហ្នឹងឯងអញ្ចឹងពេលខ្លះយើងទិញ laptop ស៊េរីចាស់វាដើរយឺតយើងគ្រាន់តែឲ្យខាងជាងគេដកអានេះចេញដាក់អានេះចូលតម្លើង Windows ថ្មីប្រើទៅហើយតែប៉ុណ្្នឹងឯងហើយនេះគឺ SATA បាទខ្ញុំភ្លេចមើលថារត់នៅខាងលើមានរូបភាពអញ្ចឹងបាទឧបករណ៍ hard disk នេះវាមានធ្មេញពីរបែបហ្នឹងអញ្ចឹងអាខ្សែម៉ាតាស័យនេះគឺដោតចេញពីឧបករណ៍ផ្គត់ផ្គង់អគ្គិសនីបាទគេហៅថា power supply នៅលើធុងកុំព្យូទ័រហើយអាខ្សែទូចនេះគឺយកមកដោតនៅលើប្រទេស motherboard ត្រង់ port មួយនេះគេហៅថា SATA ហើយខ្សែ SATA គឺវាមានរាងបែបនេះបាទកែងបែបហ្នឹងឯងបាទវាមានមុខមានក្រោយអូខេចូលដល់និយាយបែប relationship between motherboard CPU RAM និង SSD hard disk អញ្ចឹងយើងមានឧបករណ៍គេហៅថា power supply មួយតែខ្ញុំអត់ទាន់បង្ហាញរូបភាពទេអញ្ចឹង power ហ្នឹងគឺនឹងបញ្ចេញទៅជាខ្សែមួយបាទទៅឲ្យបាទដុំ hard disk របស់យើងអញ្ចឹងដុំ hard disk ហ្នឹងគឺវាមានអគ្គិសនីវាមាន disk table នៅក្នុងហ្នឹងអញ្ចឹងទិន្នន័យយើងអាចបញ្ជូនវាចូលទៅក្នុងប្រទេស motherboard បានតាមរយៈខ្សែ SATA ហ្នឹងចូលមកកាន់ port SATA មួយនេះរីឯប្រទេស motherboard វិញគឺវាមានកន្លែងមួយដើម្បីយើងដាក់ CPU អញ្ចឹងកន្លែងនេះគឺ CPU ដែលជាខួរក្បាលរបស់កុំព្យូទ័រហើយចំពោះ RAM គឺយើងដាក់វាចូលទៅក្នុង port RAM ប៉ុណ្ណេះអានេះគ្រាន់តែជា sample ទេប៉ុន្តែបើសួរដាក់អញ្ចឹងចេញដើរវាមិនទាន់ដើរដោយសារវាមានចំណុចមួយចំនួនដែលតម្រូវឲ្យយើងត្រូវដោត power supply ឬក៏កន្លែងគ្រប់គ្រងអគ្គិសនីហ្នឹងចូលមកកាន់ប្រទេសដុំ circuit ទាំងមូលនេះមួយផងដែរដើម្បីវាដំណើរការអញ្ចឹងទៅអានេះគ្រាន់តែ sample ទេអ្នកនរគ្នាអំពី relationship ដែលយើងដាក់ connect វាបែបម៉េចឥឡូវយើងមកនិយាយអំពី power នឹងតែម្ដងដែលជាប្រភពភ្លើងហ្នឹងអញ្ចឹងអាហ្នឹងគេហៅថា power ឬក៏ PSU power supply unit អញ្ចឹងតួនាទីរបស់វាគឺយើងដោតវាបាទឧបករណ៍ហ្នឹងយើងតម្លើងនៅក្នុងសំណុំកុំព្យូទ័រដូចគ្នាហើយវាមាន port មួយនេះគេហៅថា port ដែលយើងដោត power ចេញពីអញ្ចាំងរបស់យើងអញ្ចឹងយើងដឹងថាចរន្តអគ្គិសនីនៅតាមផ្ទះរបស់យើងគឺជាប្រភេទគេហៅថា AC បាទចរន្តឆ្លាស់អញ្ចឹងរាល់ដំណើរការនៅក្នុងកុំព្យូទ័ររបស់យើងគឺអាចក្នុងទស្សនវិជ្ជាចរន្តអគ្គិសនីបែបឆ្លាស់ទេគឺត្រូវការចរន្តជាប់បាទអញ្ចឹងអាតួនាទីដុំហ្នឹងគឺវាបំបែកអគ្គិសនី 220V 240V ឬក៏វ៉ុលដែលធំជាងហ្នឹងទៅជាចរន្តជាប់បាទពី 10V 9V ឯវិញឲ្យទំហំនៃអគ្គិសនីដែលមនុស្សអាចប៉ះទៅឆក់មានគ្រោះថ្នាក់ទៅជាទំហំអគ្គិសនីទូចដែលអាចផ្គត់ផ្គង់ទៅកាន់បាទគ្រប់ផ្នែកទាំងអស់នៃកុំព្យូទ័រទាំង motherboard ទាំង RAM ទាំង SSD hard disk ហ្នឹងឲ្យវាដំណើរក៏ដីអញ្ចឹងអាហ្នឹងហើយគឺជា power supply ហើយវាមានទម្រង់ផ្សេងៗគ្នាប៉ុន្តែក៏វាមានការ structure ដូចគ្នាមិនថាដុំហ្នឹងវាមានដង្ហើមវាមានboard ទូចមួយនៅក្នុងហ្នឹងសិតតែគ្រឿង resistance អីចឹងទៅខ្ញុំមិនសូវដឹងទេអាគ្រឿងផ្នែកខាងក្នុងនេះប៉ុន្តែគោលដៅវាគឺវាចេញជាប្រភេទខ្សែមកញញ៉ៃច្រើនចឹងហើយខ្សែនីមួយៗមានតួនាទីទៀតគឺដោតទៅ motherboard ខ្សែផ្លេខ្លះដោតទៅ GPU ខ្សែខ្លះដោតទៅដង្ហើមឬក៏អីចឹងទៅយើងតដាក់ LED អញ្ចឹងណាអញ្ចឹងវាមានច្រើនប៉ុណ្ណឹងហើយប្រភេទ power supply ខ្លះគឺចូលអគ្គិសនីពីអញ្ចាំងមកចូល port ហ្នឹងអញ្ចឹងក៏វាមាន port មួយទៀតដើម្បីយើងដោត direct port ហ្នឹងទៅកាន់គេហៅថាអេក្រង់កុំព្យូទ័រ monitor ហ្នឹងឯងបាទអីចឹងទៅហើយបើនិយាយអំពី power supply ខ្ញុំក៏សូម mention អំពីឧបករណ៍ទប់ភ្លើងមួយទៀតអាហ្នឹងគេហៅថា
UPS បាទអាគុយ UPS ដែលតួនាទីរបស់វាគឺទប់ភ្លើងឧទាហរណ៍ថាអ្នកនរនេះប្រើកុំព្យូទ័រធំលក្ខណៈគេថាគុណវិបត្តិរបស់កុំព្យូទ័រធំគឺនៅពេលដែលដាច់ភ្លើងកុំព្យូទ័រទាំងមូលគឺវាលុតហើយលុតឆាប់មកវាដូច laptop ដែលយើងប្រើទៅថ្មវាកាន់វាទប់ភ្លើងហើយទោះដាច់ភ្លើងយើងនៅបើកបានទេអញ្ចឹងអាកុំព្យូទ័រធំនេះគឺបើក្នុងករណីថាដាច់ភ្លើងគឺវាលុតហើយប៉ុន្តែយើងអាចប្រើប្រាស់ឧបករណ៍មួយគឺ PSUគឺអាគុយ UPS នេះបាទអញ្ចឹងអាហ្នឹងគឺវានឹងជួយ supply ទប់ភ្លើងយើងអាចដោត direct មកជាហៀងទៅកាន់អគ្គិសនីរបស់យើងហើយមកជាហៀងទៀតគឺវាបញ្ចេញទៅកាន់តាមរយៈព្រីនេះយើងយកព្រីនេះបាទយកទៅដោតចេញពីក្នុងដុំអាគុយហ្នឹងហើយមកជាហៀងទៀតនេះយើងយកដោតចូលទៅក្នុងដុំមួយនេះហើយអាផ្នែកផ្សេងៗនេះគឺដោតទៅគ្រឿងកុំព្យូទ័រអញ្ចឹងទៅហើយអាដុំនេះទៀតសោតគឺយើងមាន port មួយដើម្បីយកចេញពីភ្លើងអញ្ចាំងមកដែរអញ្ចឹងភ្លើងអញ្ចាំងចូលទៅសារអាគុយហ្នឹងហើយភ្លើងចេញពីអាគុយហ្នឹងចូលមកកុំព្យូទ័រពេលដែលភ្លើងអញ្ចាំងដាច់បាទវាយកអគ្គិសនីចេញពីអាគុយហ្នឹងយកទៅផ្គត់ផ្គង់រយៈពេលជាក់លាក់ណាមួយអាច5-10នាទីឬកន្លះម៉ោងអញ្ចឹងទៅអាហ្នឹងគឺUPS ចំណុចនេះខ្ញុំនិយាយដោយសារតែបើសិនអ្នកនរ build កុំព្យូទ័រអ្នកនរចង់ឲ្យគេថាសុខភាពរបស់កុំព្យូទ័រយើងកាន់តែល្អតើយើងតិចយើងនឹងទប់ទៅជៀសវាងការខូច Windows ខូចអីបាទឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ទៀតគឺ GPU GPU គឺមកពីពាក្យពេញថា graphics processing អញ្ចឹងតួនាទីរបស់វាបាទគឺគេប្រើវាដើម្បី render image បាទ video កាត់ធ្វើ animation ឲ្យកាន់តែលឿនហើយវា handle ទៅលើ graphic បាទកណនីនៅ graphic ដែលមានភាពស្មុគស្មាញជាពិសេសដូចជា game ការកាត់វីដេអូឬក៏ការធ្វើវីដេអូបែប modeling បានន័យថាអ្នកនេះលេង game អញ្ចឹងរាល់ game ទាំងអស់មិនមែនសុទ្ធតែចេញពី CPU ទេគឺវាត្រូវការឲ្យ GPU នេះវាធ្វើការបំបែកកណនីទៅលើសាច់ game ហ្នឹងឲ្យអ្នកទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងហើយមួយវិញទៀត use case របស់វាគោលដៅរបស់វាគឺ GPU គឺគេប្រើប្រាស់ដើម្បីយកទៅប្រើការបង្រៀនម៉ាស៊ីនឬក៏ machine learning ឲ្យវាខ្លាយទៅជាបញ្ញាសិប្បនិម្មិតអីចឹងទៅឬក៏នៅក្នុងវិស័យវិទ្យាសាស្ត្រអីចឹងទៅអូខេហើយមួយទៀតគឺវាផ្ដោតសំខាន់ទៅលើការបញ្ចេញរូបភាពនៅលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងពេលអ្នកនេះ build កុំព្យូទ័រអ្នកគ្នាធ្វើការ GPU មួយដែរដើម្បី connect ទៅកាន់ប្រទេស motherboard ហ្នឹងទៅហើយនៅលើហ្នឹងគឺវាមាន port បាទដូចដែលឃើញនៅកន្លែងនេះអញ្ចឹងគឺយើងដោតទៅកាន់អេក្រង់កុំព្យូទ័រដើម្បីឲ្យឃើញរូបភាពបើសិនជាយើងអត់មានអាហ្នឹងទេបើអត់ចេញទេបាទប៉ុន្តែសួរថាបើអត់អាហ្នឹងអាចមានលទ្ធភាពបើចេញទេអាចមានលុះត្រាតែ CPU របស់កុំព្យូទ័រហ្នឹងមាន built in គេថា integrated graphical នៅក្នុងហ្នឹងមានថា graphic ដែលជាប់នៅក្នុង CPU បាទអូខេប៉ុន្តែអាហ្នឹងអត់ខ្លាំងដូចGPU នេះទេអញ្ចឹងយើងនិយាយពី different use របស់វា GPU in different field របស់វាអញ្ចឹងបើសិនជាយើងផ្ដោតសំខាន់ទៅលើ gaming គឺវាជួយឲ្យ game ការលេង game របស់យើងកាន់តែ smooth frame rate វាកាន់តែខ្ពស់ហើយសាច់រូបភាពកាន់តែខ្ពស់បាទ high resolution បើយើងផ្ដោតទៅលើការកាត់វីដេអូគឺវា render បញ្ចេញជាវីដេអូហ្នឹងបានលឿនបាទកណនីការបញ្ចេញជាវីដេអូឲ្យលឿនការ play វីដេអូកំឡុងពេលកាត់ហ្នឹងបានលឿនអញ្ចឹងដែរហើយបើយើងនិយាយពី 3D modeling ឬក៏ការធ្វើ animation គឺវា speed up rendering នៅក្នុងកម្មវិធីហ្នឹងឲ្យវាមានលក្ខណៈលឿនពេលយើងគូប្លង់ស្ថាបត្យកម្មមួយយើងត្រូវការ render ទម្រង់ 3D ហ្នឹងអញ្ចឹងគឺពេលដែលយើងប្រើ GPU គឺការ render ហ្នឹងវាកាន់តែលឿនឲ្យចេញជារូបភាពតែយើងប្រើ Blender ឬក៏ប្រើ Maya អញ្ចឹងបាទហើយមួយទៀតចាក់ស្ដែងហ្មងនៅក្នុងសម័យពេលបច្ចុប្បន្ននេះគឺគេនិយមទៅលើបញ្ញាសិប្បនិម្មិត AI ប៉ុន្តែនៅពីក្រោយក្នុងនៃ AI ហ្នឹងគឺ GPU នេះគឺគេថាសិតនៅគេថាជាបិតានៅពីក្រោយខ្នងនឹងឯងដែលគេប្រើប្រាស់វាដើម្បីទៅបរៀនម៉ាស៊ីនឬក៏គេថា machine learning បរៀនម៉ាស៊ីនហ្នឹងគឺបរៀនម៉ាស៊ីនកុំព្យូទ័រហ្នឹងឯងបាទគេ train model train អីហ្នឹងអាហ្នឹងគឺជារឿងមួយនៅពេលខាងមុខទៀតដែលអ្នកដែលរៀនវិទ្យាសាស្ត្រកុំព្យូទ័រឬក៏រៀន IT ហ្នឹងគឺគាត់ត្រូវសិក្សាស្វែងយល់អញ្ចឹងគឺគេប្រើហ្នឹងដើម្បីយកទៅ train ណា model ហ្នឹងឲ្យខ្លាយទៅជាបញ្ញាសិប្បនិម្មិតមួយវា deep learning model ឧទាហរណ៍ដូចជា NVIDIA Tensor Cores អីចឹងទៅបាទនេះជាឈ្មោះ brand របស់ NVIDIA ទេហើយមួយទៀតគឺការ mine ទៅលើ cryptocurrency ខ្ញុំគិតថាអ្នកនរអាចដឹងអំពីខ្លះៗដែរអំពី cryptocurrency នៅក្នុងវិស័យ blockchain technology ចា cryptocurrency វាមាន Bitcoin មានអីហ្នឹងគឺគេអាចប្រើប្រាស់ GPU នេះដើម្បីទៅ mine យកគេហៅថា Bitcoin ហ្នឹងបានអញ្ចឹងគឺគេប្រើដើម្បី solve ណា complex mathematical problem នៅក្នុង blockchain technology ហើយយើងបាន fee បាទបើយើងនិយាយអំពីប្រភេទរបស់ GPU វិញ
ដូចមុនហ្នឹងខ្ញុំបាននិយាយអំពី integrated GPU ចា GPU វាមានប្រភេទដុំក្រៅចេះមួយទៀតគឺវា built in ជាមួយនឹង CPU អញ្ចឹងវានៅខាងក្នុង CPU ហ្នឹងគឺវាមានGPU នៅក្នុងហ្នឹងដែរជាធម្មតាវាមាននៅក្នុង laptop ដែលមានគេហៅថាកម្រិត budget បាទ budget computer ដូចគ្នាអញ្ចឹងគឺវាប្រើប្រាស់នៅ system RAM instead of indicated memory នៅក្នុងករណីនេះបើសិនជាយើងធ្វើការជាមួយនឹង GPU ដែលស្ថិតនៅក្នុង CPU បាទ CPU ហ្នឹងវាមាន GPU នៅក្នុងហ្នឹងវាមួយទៀតបាទអញ្ចឹងធ្វើការជាមួយ RAM ហើយវាស៊ីភ្លើង energy ហ្នឹងតែរៀងខ្លាំងបន្តិចហើយក៏វាអាចនិយាយបានថាធ្វើការអត់សូវបានល្អដែរអាហ្នឹងយើងអាចឃើញមាន Intel UHD AMD Radeon Vega អីចឹងទៅនៅលើកុំព្យូទ័ររបស់យើងបើមួយទៀតគឺជាប្រភេទ discrete ដាច់បាទ GPU ដាច់ចឹងអាហ្នឹងវាគេធ្វើជាឧបករណ៍ដាច់ហ្មងគេអត់ចង់ GPU ចេញពី CPU គឺគេប្រើឧបករណ៍ GPU ដាច់ដែលមានរាងបែបនេះយើងយកទៅដោតនៅលើប្រទេស motherboard របស់យើងដើម្បីឲ្យវាមានមុខងារកាន់តែខ្លាំងចឹងវាស៊ីភ្លើងខ្លាំងបាទលើនេះស៊ីភ្លើងមិនសូវខ្លាំងប៉ុន្មានទេអានេះស៊ីភ្លើងខ្លាំងបាទមុននឹងខ្ញុំប្រហែលនិយាយខុសបាទអាហ្នឹងគឺគេចង់ separate graphic card ហ្នឹងដែល install វា direct នៅលើ motherboard ហ្មងហើយគឺវាមាន VRAM ដោយខ្លួនវា VRAM គឺ video RAM នឹងឯងដើម្បី render អា performance នឹងកាន់តែហើយអាហ្នឹងគឺគេប្រើប្រាស់សម្រាប់អ្នកលេង game AI train editing video ឬក៏ deep learning អញ្ចឹងវាមាន brand ច្រើនវាមាន AMD Radeon វាមាន Nvidia មានអីយ៉ាងដែរ yes អាហ្នឹង Nvidia AMD មាន Intel មានអីផ្សេងទៀតបាទច្រើនឥឡូវយើងមកនិយាយមកប្រភេទទៀតគឺ calling system អញ្ចឹងនៅពេលដែលយើង build computer យើងអាចចោលបានទេអា calling system ហ្នឹងតាមមិនអញ្ចឹងទេគឺកុំព្យូទ័រយើងបើអត់ចេញទេវាក្តៅព្រោះដោយសារឧបករណ៍គ្រឿងអេឡិចត្រូនិកទាំងអស់គឺវា generate heat វាបង្កើតជាកម្ដៅឲ្យយើងអញ្ចឹងគេត្រូវគិតគូរអំពី cooling system ដែរជាង cooling system សំដៅទៅលើសំណុំឧបករណ៍ដែលគេ design ឡើងដើម្បីបញ្ចេញអាកម្ដៅហ្នឹងដែល generate ដោយគ្រប់ធាតុនីមួយៗនៃកុំព្យូទ័រហ្នឹងអញ្ចឹងអាហ្នឹងគឺពេលដែលគេដាក់ឧបករណ៍ហ្នឹងគឺគេចង់ make sure ថាអាគ្រប់ component ទាំងអស់គឺវាដំណើរការប្រក្រតីល្អមិនមានកម្ដៅពុំមានបញ្ហាអញ្ចឹងទៅអញ្ចឹងគឺវាអាចជួយបង្កើតជាលំហូរខ្យល់បឺតខ្យល់ពីខាងមុខនៃធុងកុំព្យូទ័រទៅខាងក្រោយការ generate មិន generate ការបូមខ្យល់ចេញពីកម្ដៅបាទតាមរយៈទឹកតាមអីចឹងទៅវាមានច្រើនប្រភេទអញ្ចឹងអាហ្នឹងគឺគេប្រើប្រាស់វាទៅតាមប្រភេទផ្សេងៗគ្នាឧទាហរណ៍ថាយើងប្រើការប្រភេទនេះអាហ្នឹងគឺយើងដោត direct វាបាទអាឧបករណ៍cooling fan នេះគឺយើងដាក់វានៅពីលើប្រទេស CPU បាទអ្នកខ្លះទៀតគាត់ចង់ប្រើចឹងទេគឺគាត់មានអាលំហូរទឹកអាហ្នឹងគេហៅថា water liquid base អញ្ចឹងអាហ្នឹងគឺគេដាក់វានៅលើ CPU ដើម្បីបូមអាទឹកក្តៅចេញពី CPU ហ្នឹងហើយយកទៅផ្លុំបញ្ចេញតាមដង្ហារអីចឹងទៅហើយអាហ្នឹងវាវិលជុំជា cycle អីចឹងទៅហើយក្រៅពីហ្នឹងគឺយើងប្រើប្រាស់ដង្ហារដាក់តាមធុងបឺតខ្យល់ពីលើចេញពីក្រោយអីចឹងទៅបាទវាមានច្រើនតាមរយៈការចាប់ហើយនឹងប្រភេទធុងអីចឹងទៅឥឡូវយើងមកនិយាយអំពី expansion card គឺជាកាតដែលយើងប្រើដាក់មុខងារបន្ថែមឲ្យកុំព្យូទ័រអញ្ចឹងមុនហ្នឹងគឺយើងបាននិយាយអំពី GPU ហើយបាទអញ្ចឹងយើងមិនបាច់និយាយទៀតទេប៉ុន្តែក្រៅពី GPU ក៏មានកាតផ្សេងៗដែរបាទដែលវាមានជើងដូច GPU ក៏ដូចជាវាមានប្រភេទជើងខ្លីមួយទៀតបាទអញ្ចឹងកុំព្យូទ័រយើងនៅពេលដែលយើង build ជាធម្មតាវាអាចថាអត់ឮសលេងដែលមានគុណភាពល្អទេអញ្ចឹងគឺយើងត្រូវការ sound card ដើម្បីដោតទៅលើរុនកាតហ្នឹងបាទគោលដៅវាគឺចង់ឲ្យគុណភាពនៃគេថា improve the quality of the audio បាទអញ្ចឹងអាហ្នឹងគឺដុំមួយនេះឯងដែលយើងដោតទៅក្នុង expansion card slot ហើយមួយទៀតវាអាចថាជា network card ឧទាហរណ៍ថាកុំព្យូទ័ររបស់យើង run system ច្រើនហើយ system នីមួយៗគឺដំណើរការនៅលើ interface internet ផ្សេងគ្នាអញ្ចឹងគឺគេ add នៅ network interface ហ្នឹងដើម្បីដោតហើយមួយទៀតគឺអាចនិយាយបានថាកុំព្យូទ័រធំយើង build ជាធម្មតាអត់មាន internet wifi ដែលយើងចាប់បានអញ្ចឹងដើម្បីចាប់បានតើយើងដាក់កាតហ្នឹងបាទ network card ហ្នឹងបាទដើម្បីឲ្យយើងអាច connect ទៅកាន់ wifi បានបាទអញ្ចឹងយើង build កុំព្យូទ័រយើងអាច consider ថាទិញអាហ្នឹងបាទដាក់ចូលឬក៏យើងមានវិធីសាស្ត្រផ្សេងមួយទៀតដើម្បីឲ្យកុំព្យូទ័រយើងប្រើ wifi បានអាហ្នឹងគឺយើងប្រើ USB អញ្ចឹងណាអញ្ចឹង expansion card គឺជាកាតដែលយើងដាក់ចូលក្នុងធុងដើម្បីឲ្យវាមានមុខងារអ្វីបន្ថែមទៅលើហ្នឹងទៀតដូចយើង upgrade អញ្ចឹងដូចយើងទិញម៉ូតូទិញឡានហើយយើងលេងឡានលេងអីអញ្ចឹងណាបាទអញ្ចឹងមួយទៀតគឺ USB expansion card ឧទាហរណ៍ថាកុំព្យូទ័រធំយើងវាមានរុន USB ដែល 4.5 ឯងទិញហាប់អញ្ចឹងយើងអាចទិញប្រភេទ
បាទកាតនេះដោតចូលក្នុងធុងរបស់យើងបាទនៅក្បែរ expansion PCIe slot ហ្នឹងគឺយើងអាចប្រើប្រាស់នៅUSB port នឹងបានហើយវាមាន capture card ដើម្បី capture screen ឬក៏សាច់រូបភាពចេញពីអីមួយតាមរយៈ HDMI បាទឬក៏ port ផ្សេងៗមួយទៀតគឺកុំព្យូទ័រ cache គឺយើងអត់ចោលទេបាទមិនមែន build កុំព្យូទ័រហើយទុកវានៅកណ្ដាលវាទេអញ្ចឹងរាល់ធាតុទាំងអស់ពេលដែលយើង build ហើយយើងគុំវាឲ្យអស់ហើយគឺត្រូវស្តុកទុកនៅក្នុង cache ហ្នឹងគឺយើងចាប់វាជាមួយនឹងប្រទះដែកអលុយមីញ៉ូម inox អីចឹងទៅឲ្យជាប់ក្នុងហ្នឹងទៅហើយធុង cache ហ្នឹងគឺវាមានតង្ហាដើម្បីបញ្ចូលខ្យល់ពីក្រៅចូលទៅក្នុងហ្នឹងហើយបញ្ចេញតាមតង្ហាផ្នែកខាងក្រោយខាងក្រោមឬក៏ខាងលើអីចឹងទៅបាទយើងអាចចោលបានទេក្រៅពីហ្នឹងគឺអ្វីដែលខ្ញុំចង់ mention មួយទៀតគឺក្រៅពី motherboard CPU RAM GPU hard disk ADD SSD អីហ្នឹងអាហ្នឹងវាជាគ្រឿងមួយដែលយើងដាក់ជាមួយ motherboard ហើយប៉ុន្តែវាមានឧបករណ៍មួយចំនួនទៀតដែលយើង connect វាពីខាងក្រៅអាហ្នឹងគេហៅថា peripherals device ចឹងអាហ្នឹងវាមានប្រភេទរបស់វាទៀតវាមាន input device output device ទៀតចឹង input device ទៀតថាយើង build កុំព្យូទ័រស្អាតចាស់ហើយបាទ build កុំព្យូទ័រពេញមុខងារឲ្យអស់ហើយប៉ុន្តែយើងអត់អាចប្រើវាបានស្រួលបួលទេដោយសារអីវាអត់មានឧបករណ៍ input ដែលកុំព្យូទ័រហ្នឹងត្រូវតែទទួលយកការណែនាំគេ instruction ពីអ្នកប្រើប្រាស់ទេឧទាហរណ៍អីគេពេលដែលចុចបើកមកវាចេញ load អីមួយនៅលើអេក្រង់ហើយវាឲ្យយើងចុច F ប៊ូតុង F1 F2 F3 ហ្នឹងទៅដើម្បីទៅមុខថយក្រោយប៉ុន្តែវាអត់មាន keyboard តើយើងធ្វើម៉េចអញ្ចឹងហើយគឺវាត្រូវការ input device នេះគេហៅថា keyboard អញ្ចឹងវាមានច្រើនវាមានដូចជា keyboard អាហ្នឹងគឺធម្មតាត្រូវតែមានហើយនៅក្នុង laptop ក៏មានដែរអញ្ចឹងវាមានច្រើនប្រភេទទេវាមាន standard keyboard ធម្មតាវាមានប្រភេទ mechanical ចុចទៅលឺសលេងប៉ែប៉ក់វាមានប្រភេទ keyboard ដែលអត់ប្រើខ្សែយើង connect Bluetooth ឬក៏ USB អញ្ចឹងទៅបាទហើយមួយទៀតគឺ mouse ដែលយើងប្រើដើម្បីប្រើប្រាស់នៅ arrow បាទ arrow pointer ហ្នឹងឲ្យវាធ្វើចលនាទៅចុចប៉ះអីយ៉ាងទៅហើយវាមានច្រើនប្រភេទវាមានជាប្រភេទ trackpad ឬក៏ touchpad នៅលើ laptop ឬក៏ប្រភេទ optical laser របស់ម៉ៅនេះឯងអញ្ចឹងរៀងវាមានផ្សេងៗគ្នាវាមាន gaming mouse វាមានអីណានៃលបឿន speed DPI ច្រើនទៀតនៅក្នុងគាត់ឲ្យដឹងថាអូនេះ mouse អានេះ keyboard ដើម្បីយើង access អានេះសម្រាប់ធ្វើចលនា pointer របស់យើងនេះហើយ touch screen នេះវាជាផ្នែកមួយរបស់កុំព្យូទ័រ touch screen ទេបាទហ្នឹងទូទៅវាគឺទទួលយកការ touch របស់មនុស្សវាទូរស័ព្ទរបស់យើងអញ្ចឹងអា touch screen របស់យើងហ្នឹងឯងគឺជា input device ដែលយើងចុចទៅបញ្ជាវាទៅណាទៅណីអញ្ចឹងណាបាទមួយទៀតគឺ scanner ដែល scanner នេះគឺប្រើសម្រាប់បាទ convert នៅអាกระดาษខាងក្រៅនោះឲ្យទៅជាឯកសារបែប PDF file រូបភាពឬអីចឹងទៅជា digital format បាទ game controller បាទដូចមួយនេះចឹងបាទយើងប្រើវាមាន joystick វាមាន gamepad វាមានអីអានបញ្ជាចកោតឡានចកោតអីហ្នឹងគឺបញ្ចូលទៅឲ្យកុំព្យូទ័រដើម្បីវាដឹងថាយើងចង់ធ្វើអីលេង game បែរមុខទៅក្រោយទៅណាទៅណីវាមាន graphic tablet បាទអាហ្នឹងគឺសម្រាប់យើងគូសធ្វើក្តារខៀនធ្វើអីបរិញ្ញាសិស្សបរិញ្ញាអីហ្នឹងគឺទុកគូសរូបគូអីហ្នឹងអាហ្នឹងគឺគេហៅថា graphic tablet វាមាន webcam ដែលយើងប្រើសម្រាប់ចាប់រូបភាពពីខាងក្រៅ call video call អីវាមាន microphone សម្រាប់ស្រូបសំឡេងចេញពីមជ្ឈដ្ឋានខាងក្រៅចូលទៅក្នុងម៉ាស៊ីនថតជាវីដេអូថតអីដូចអ្វីដែលអ្នកគ្នាបានឮសលេងហ្នឹងគឺសុទ្ធសឹងតែចេញពីការបាទស្រូបនៅមជ្ឈដ្ឋានខាងក្រៅដែលខ្ញុំកំពុងនិយាយនេះបាទមួយទៀតគឺ biometric device គឺឧបករណ៍ fingerprint ដែលយើង scan កញ្ចក់ដៃដោះសោដោះអីចឹងទៅបាទហើយមួយទៀតគឺ barcode QR code scanner បាទយើង scan barcode តំណែងអីវ៉ាន់អីចឹងអាហ្នឹងគឺជា input device ដែលកុំព្យូទ័រនឹងទទួលយកអ្វីមួយនៅមជ្ឈដ្ឋានខាងក្រៅចូលទៅខាងក្នុងកុំព្យូទ័រដើម្បីយកទៅកណនីឬធ្វើអីមួយចឹងទៅចូលដល់ចំណុចទី2គឺ output device output device គឺសំដៅលើ device ដែលបញ្ចេញមកក្រៅវិញអញ្ចឹងគឺមានអីខ្លះវាមានដូចជាអេក្រង់កុំព្យូទ័រ monitor បាទវាមានប្រភេទដូចជា LED LCD OLED ឬក៏ curved screen ដែលវាបង្ហាញរូបភាពថាយើងចង់ចុច screen ចុចទៅណាទៅណីយើងបញ្ជា pointer ចុចអីចឹងអាហ្នឹងគឺវាបង្ហាញរូបភាពឲ្យយើងអាហ្នឹងគឺ output បញ្ចេញមកក្រៅអញ្ចឹង user គឺទទួលបានទិន្នន័យពីអាហ្នឹងមកវិញមួយទៀតគឺសលេងចេញពីកាសបាទមួយទៀតគឺជាប្រភេទ projector ប្រចាំងទៅអញ្ចឹងយើងឃើញរូបភាពអញ្ចឹងណាមួយទៀតគឺជាប្រភេទ speaker ដែលឮសលេងឬអីចឹងទៅវាមាន VR វាមានម៉ាស៊ីន print ដែល print ជាឯកសារចេញពីកុំព្យូទ័រយើងបញ្ជាតាម screen នេះទៅ touch
បើកនេះបើកនោះអីអស់ចុច print មកវាចេញតាមឧបករណ៍ print នេះអញ្ចឹងទៅអាហ្នឹងគឺជា output device ឥឡូវយើងមកសរុបសេចក្តីជាមួយនឹង hardware អញ្ចឹង hardware គឺវាមានច្រើនហើយមិនមែនមានតែប៉ុណ្ណឹងវាមាន DVD floppy អីផ្សេងៗទៀតអញ្ចឹងខ្ញុំអត់លើកទេខ្ញុំលើកយកតែប៉ុណ្ណឹងអញ្ចឹងថាយើងទិញកុំព្យូទ័រយើង consider ទៅលើអីខ្លះទីមួយយើងមើលទៅលើ motherboard តទៅពីលើមើល motherboard ហើយយើងមើលទៅលើ CPU យើងយក CPU ទៅដាក់លើmotherboard របស់យើងហើយក៏យើងត្រូវគិតថាតើយើងគួរប្រើ color អីអញ្ចឹងគឺយើងត្រូវការទិញដង្ហើមនេះដង្ហើមនេះវាមានជើងវាទៅដាក់នៅលើ CPU ហ្នឹងដែលយើងដាក់នៅទីតាំងនេះអញ្ចឹងដង្ហើមហ្នឹងតោះមកយើងគិតទៅលើ RAM នេះយកមកដាក់នៅទីតាំងRAM slot នេះតោះមកយើងគិតទៅលើគេ case ទៅលើ power ហ្នឹងយើងចាប់នៅក្នុង case បាតខាងក្រោមនេះហើយខ្សែនីមួយៗគឺត្រូវបាន connect ទៅកាន់ផ្នែកផ្សេងៗទៅតាម instruction กระดาษគេឲ្យបាទយើងអាចរៀនតាមហ្នឹងទៅហើយខ្ញុំអត់បានបរៀនទេព្រោះមែនទេមិនមែនថាខ្ញុំអត់ចេះទេខ្ញុំធ្លាប់ធ្វើហើយខ្ញុំបរៀនក៏បានប៉ុន្តែខ្ញុំអត់មានឧបករណ៍សម្រាប់យកមកធ្វើ sample អញ្ចឹងវាមានកន្លែងបញ្ចូលអគ្គិសនីពី power supply ចូលទីតាំងនេះវាមានដោត SATA ទៅ SD វាមានកន្លែងដោត power lead បើកភ្លើងមើល hard disk វាចេញភ្លើងដើរមិនវិលអីផ្សេងៗគឺដោតទៅទីតាំងនេះហើយប៉ុណ្ណឹងគឺបើកអត់ទាន់ចេញទេបាទអត់ទាន់ចេញជារូបភាពអីទេវាអាចបើកទៅចូលទៅក្នុង BIOS បែបអីចឹងទៅយើង connect ទៅអេក្រង់អីហើយអស់ណាខ្ញុំចង់សម្ដៅលើចឹងណាអញ្ចឹងហើយគឺវាត្រូវការ software ដើម្បីឲ្យវាចេញជារូបភាពនៅក្នុងអេក្រង់ហ្នឹងអញ្ចឹងសួរថាតើជា software អញ្ចឹង software គឺសំដៅទៅលើកម្មវិធីឬក៏សំណុំនៃការណែនាំរបស់មនុស្សឲ្យវាបំពេញកាតព្វកិច្ចអីមួយហើយ data ដែលនិយាយខ្លីដល់ហ្នឹងគឺវាធ្វើឲ្យកុំព្យូទ័រហ្នឹងវាដំណើរការអីមួយវាជាទិន្នន័យមួយដែលប្រាប់កុំព្យូទ័រអា component អស់ហ្នឹងគឺវាដំណើរការអញ្ចឹងវាអាចបានថាវាអត់ដូចទៅនឹងអាធាតុខាងក្នុងរបស់អត់ដូចទៅនឹង hardware ទេ hardware យើងចាប់ប៉ះកាន់បានតែអានេះគឺយើងប៉ះចាប់កាន់អត់បានទេគឺវា non physical វាផ្ដោតទៅលើការសរសេរកូដការបង្កើតជាកម្មវិធីដោយអ្នក developer អញ្ចឹងទៅអញ្ចឹងបើក្នុងករណីថាអត់មាន software ទេតាមមាននឹងអីអត់មាន software អា hardware ហ្នឹងវាអត់ដឹងថាប្រើការបានប្រយោជន៍អីទេដូចយើងទិញ iPhone មួយទិញ iPhone មកបើសិនជា iPhone ហ្នឹងវាអត់មាន iOS នៅក្នុងហ្នឹងទេបើកមកគឺអត់ចេញអីទេបាទគឺសបកទូរស័ព្ទសុទ្ធហើយប៉ុន្តែបើចង់ឲ្យបើកមកចេញរូបភាពនៅលើអេក្រង់តើយើងបុក program យើងបញ្ចូល iOS ចូលក្នុងហ្នឹងចា iOS ហ្នឹងហើយដែលធ្វើឲ្យកុំព្យូទ័រវាទូរស័ព្ទហ្នឹងវាមានមុខងារអញ្ចឹងដែរអញ្ចឹងបើយើងនិយាយពីប្រភេទរបស់ software វិញគឺវាមានពីរវាមាន system software និង application software system software គឺសំដៅទៅលើ software ដែលប្រើឲ្យប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រនីមួយហ្នឹងគឺដើរស្រួលទាំង hardware software ដើរស្រួលមនុស្សអាចបើកបានប៉ុន្តែបើសិនជាក្នុងករណីថាមនុស្សគាត់ចង់ប្រើប្រាស់កម្មវិធីជាក់លាក់ណាមួយដើម្បីបំពេញការងាររបស់គាត់គឺគេនិយាយអំពី application software អូខេអញ្ចឹង software គឺទីមួយខ្ញុំនិយាយពី system software មុនគេអញ្ចឹង system software គឺទីមួយគឺ operating system បាទទីពីរគឺ device driver ទី3គឺ firmware ហើយនឹងចុងក្រោយគេគឺ utility software ចាអា system software ហ្នឹងគឺវាមាន4ហ្នឹងធំដែលអាចធ្វើឲ្យកុំព្យូទ័ររបស់យើងមានមុខងារពេញលេញអញ្ចឹងខ្ញុំមកនិយាយទី1អញ្ចឹងទី1គឺ operating system គឺវាដើរតួនាទីជាគេថា interface ឬក៏ជាចន្លោះច្រកកណ្ដាលមួយបាទរវាងអ្នកប្រើប្រាស់ application ជាមួយនឹង hardware ដូចថាខ្ញុំចង់ឲ្យកុំព្យូទ័រនឹងដំណើរការធ្វើអីមួយអញ្ចឹងតើតែខ្ញុំបញ្ជាវាតាម instruction កម្មវិធីណាមួយហើយកម្មវិធីហ្នឹងវានឹង work ជាមួយនឹង operating system ដើម្បីឲ្យវាចាត់ចែងការងារជាមួយនឹង CPU RAM ហ្នឹងទៅបំពេញការងារមួយហ្នឹងហើយ OS គឺវា handle ទៅលើ file system ទៅលើប្រព័ន្ធសុវត្ថិភាពក៏ដូចជាការបង្ហាញរូបភាពនៅលើអេក្រង់ឲ្យយើងជាប្រភេទបានថាបញ្ជាទៀតថាយើងមានអា GPU មុនហ្នឹងហើយថាដើម្បីឲ្យចេញរូបភាពនៅលើអេក្រង់ប៉ុន្តែអាការរៀបចំអាការបញ្ចេញរូបភាពហ្នឹងតើទីតាំងណាទីតាំងនៅឲ្យចេញរូបរាងមិនអីមិនគឺក៏ត្រូវឆ្លងកាត់ operating system ដែរអញ្ចឹងជាឧទាហរណ៍គឺបើនិយាយពី desktop វាមាន Windows វាមាន Mac OS វាមាន Linux យីទៅតែបើយើងនិយាយពី mobile ទូរស័ព្ទវិញគឺដូចជា Android ទូរស័ព្ទ iPhone iOS Harmony OS អាហ្នឹងក៏យើងនិយាយដែរទៀតបាទហើយទី2គឺ device driver អញ្ចឹងតួនាទីវាគឺចង់ឲ្យគេថា enable communication between hardware ទៀតដូចជា GPU printer and the OS ទៀតថាកុំព្យូទ័រយើងវាឡើងគឺចេញពីឧបករណ៍ឬក៏គ្រឿងផ្សេងគ្នាពី brand ផ្សេងគ្នាប៉ុន្តែចង់ឲ្យវា work together គឺយើងត្រូវការ driver ខ្ញុំចង់ឲ្យGPU នឹងវា work ជាមួយនឹង motherboard ហ្នឹងក៏ត្រូវការ driver ដើម្បីឲ្យGPU ហ្នឹងជាមួយនឹង motherboard ហ្នឹងវាស្គាល់គ្នាអូខេ
អញ្ចឹងឧបករណ៍នីមួយៗវាអាចមាន driver ដូច NVIDIA GPU driver printer driver មាន driver សលេង driver Wi-Fi មានអីចឹងទៅមួយទៀត firmware គឺដល់ BIOS អញ្ចឹងអាហ្នឹងគឺជា low level software មួយដែលវាដាក់នៅក្នុងប្រទេស motherboard នឹងគេហៅថា hardware របស់យើងហ្មងបាទអញ្ចឹងទោះបីជាអត់ទាន់មាន OS ពេលដែលយើងបើកមកគឺត្រូវឆ្លងកាត់ firmware BIOS ហ្នឹងហើយឬក៏ប្រភេទ UEFI ជំនាន់ថ្មីបើកមកយើងស្រួលគ្រប់គ្រង manage hard disk ផ្សេងៗមើលinformation របស់ computer យើងចឹងអូខេអាហ្នឹងគេហៅថា firmware ទី4គឺ utility software គឺជា tool system មួយដែលវាជួយ optimize computer របស់យើងទៅលើប្រព័ន្ធសុវត្ថិភាពដូចជាកម្មវិធីកម្ចាត់មេរោគក៏ដូចជា disk cleanup ក៏ដូចជា backup tool មួយចំនួនដើម្បី backup ទិន្នន័យបាត់បង់អីចឹងទៅអញ្ចឹងអានេះគឺជា logo បាទរបស់ក្រុមហ៊ុនbrand ឬក៏ជាប្រភេទ operating system ផ្សេងៗគ្នាដូច Windows ដូចប្រភេទគេហៅ iOS បាទ Apple បាទចង់ប្រាំងនិយាយយូរមានដូចជា Android និង Linux ហើយនេះគឺជា chip BIOS ហើយអា chip BIOS ហ្នឹងប្រយ័ត្នមែនទេអ្នកនរគ្នាដល់ពេលដែលយើងទិញ computer មកហើយយើង update driver update ហើយនៅក្នុងហ្នឹងវាមាន update firmware អញ្ចឹងនៅពេល update firmware គឺវាទាមទារឲ្យ computer អ្នកនរគ្នា restart អត់លុតហើយគឺវា install នៅអា software ហ្នឹងចូលទៅក្នុងប្រទេស chip មួយនេះបាទចាំបើសិនកំឡុងពេលដែលវា update ចូលទៅក្នុងប្រទេស chip មួយហ្នឹងដាច់ភ្លើងដាច់អីគឺ computer ហ្នឹងគឺទៅព្រៃបាទទៅឥណ្ឌាគឺបើកអត់ចេញទេឥឡូវយើងមកនិយាយអំពីprogram បាទ application software ឡើយនេះខ្ញុំភ្លេច edit បាទ sorry បាទ application software អញ្ចឹង application software គឺវាមាន3ទី1គឺ general application ទី2គឺ specialized application និងចុងក្រោយគេគឺ custom application អញ្ចឹងអា application software ហ្នឹងគឺជា program មួយដែលគេ design ប្រើប្រាស់ហ្នឹងគាត់ប្រើនៅក្នុងការងារបំពេញការងារជាក់លាក់ណាមួយអញ្ចឹងបើទី1គឺសំដៅទៅលើ general application គឺគេប្រើប្រាស់ដូចជា web browser Chrome Firefox ចឹងដើម្បី access internet ប្រើប្រាស់ Microsoft Office Google Workspace ដើម្បីធ្វើឯកសារ slide អីចឹងទៅចាក់វីដេអូឬក៏ចឹងទៅមួយទៀតគឺគេថា special application ដែលយើងប្រើសម្រាប់មុខងារ industry ផ្សេងឧទាហរណ៍ខ្ញុំ design ខ្ញុំត្រូវប្រើ Photoshop ចាកម្មវិធី Photoshop ហ្នឹងគឺវាអាចឲ្យ user គឺប្រើនៅក្នុងការ design យ៉ាងទៅ AutoCAD គូប្លង់ MATLAB អីយ៉ាងទៅទី3គឺអាចនិយាយបានថាជា custom application ដែលវា build មកសម្រាប់ unique organizational need ហ្មងដូចជា system ដែលយើងប្រើសម្រាប់ក្រុមហ៊ុនមួយនេះបាទបង្កើត system មួយកម្មវិធីមួយសម្រាប់គ្រប់គ្រងទិន្នន័យបុគ្គលិកទិន្នន័យរបស់អវ៉ាន់អីចឹងទៅ inventory management system ឬក៏ system សម្រាប់ធនាគារអីចឹងតែខ្ញុំបើកធនាគារមួយចឹងខ្ញុំ build កម្មវិធីមួយរបស់ computer ដើម្បីឲ្យបុគ្គលិកខ្ញុំប្រើនៅលើ computer ហ្នឹងចឹងហ្នឹងគឺជា custom applications ចឹងឥឡូវយើងសរុបតិចក្តីមក part របស់ computer ចែកចេញជា2 hardware និង software hardware គឺសំដៅទៅលើសំណុំឧបករណ៍បាទប៉ះកាន់បានបាទមានមីក្រូមានគ្រឿងក្នុងអីដែលយើងនិយាយមុននឹងឯងបាទប៉ុន្តែមុខងារហ្នឹងទោះបីជាវាផ្គុំពេញលេញហើយយើងដោតភ្លើងឲ្យអស់បើកមកចេញភ្លើងលូតអីហើយប៉ុន្តែយើងក៏មិនទាន់អាចប្រើបានដែរគឺវាត្រូវការ software អញ្ចឹង software គឺវាមាន operating system វាមាន firmware មានអីហ្នឹងវានឹង work together ជាមួយនឹង hardware ហ្នឹងឲ្យវាមានទំនាក់ទំនងគ្នាល្អហើយមនុស្សអាចប្រើប្រាស់ computer ហ្នឹងបានហើយបាទវាមាន application ជា application មានច្រើនណាស់បើនិយាយពីទូរស័ព្ទវាមាន Play Store App Store វាមាន YouTube មាន Facebook មាន Instagram TikTok អីយ៉ាងទៅបើ computer វាមាន Word Excel PowerPoint អាច access internet តាមជ្រោមប្រើ Gmail ប្រើ Zoom ឬក៏ design poster banner តាម Photoshop Adobe Illustrator មានអីយ៉ាងទៅអញ្ចឹងអាហ្នឹងគឺជាផ្នែករបស់ computer ឥឡូវយើងមកនិយាយអំពី operating system ចុះ operating system មុនហ្នឹងគឺយើងបាននិយាយបានខ្លះហើយប៉ុន្តែឥឡូវយើងមក in deep detail ហ្មងនិយាយរៀងស៊ីជម្រៅតិចអំពី operating system ចុះ operating system គឺជាផ្នែកមួយបាទជាមូលដ្ឋានគ្រឹះទូចមួយនៃ software ដែលគេប្រើប្រាស់វាដើម្បី manage hardware resource គឺគ្រប់គ្រឿងបង្គុំបាទ component របស់ computer ទាំងអស់ហ្នឹងគឺត្រូវបាន manage គ្រប់គ្រងទៅដោយ operating system ហ្នឹងដូចជា general manager អញ្ចឹងណាវាគ្រប់គ្រងតួនាទីណាធ្វើអីអញ្ចឹងគឺវា provide នៅ environment ទៅឲ្យបាទ software application ឲ្យវាដំណើរការcorrectly ក៏ដូចជាវាដំណើរការស៊ីជម្រៅស៊ីចង្វាក់គ្នាជាមួយនឹង hardware អញ្ចឹងណាបាទអញ្ចឹងអាហ្នឹងគឺវា acts as an intermediate between computer hardware ដូចជា CPU memory storage peripheral ហ្នឹងទៅឲ្យ
គេហៅថា user អ្នកប្រើប្រាស់ឬក៏ application program អញ្ចឹងនិយាយខ្លីទៅគឺ operating system វាប្រៀបដូចជាខួរក្បាលដែរបើយើងនិយាយពី hardware CPU គឺជាខួរក្បាលរបស់ computer ប៉ុន្តែបើយើងនិយាយ OS គឺជាខួរក្បាលរបស់ computer ដូចគ្នាអញ្ចឹងអាហ្នឹងគឺវាចាត់ចែងរ៉ាប់រងថាអា CPU ឲ្យត្រូវកណនីចេះអញ្ចឹងពេលយើងវាយអក្សរនៅលើ keyboard ទៅការ translate ASCII អីផ្សេងហ្នឹងបោះទៅឲ្យ CPU កណនីចេះអញ្ចឹងអា OS ហ្នឹងគឺវានឹងចាត់ចែងទៅតាមហ្នឹងអញ្ចឹងអានេះគឺជាប្រភេទនៃ operating system ធំអញ្ចឹងខ្ញុំនិយាយអំពី desktop ឬក៏ប្រភេទ laptop computer អីចឹងទៅអញ្ចឹងវាមាន3ធំទី1គឺ Windows OS អញ្ចឹង Windows OS គឺជា operating system ដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ហើយអាហ្នឹងគឺពេញនិយមមែនទែនជុំវិញពិភពលោកបាទនៅក្នុងការប្រើប្រាស់នៅលើ computer ប្រភេទធំប្រភេទ laptop ឬក៏អាចមាននៅលើ tablet ដែរមួយទៀតគឺជាប្រភេទ macOS អញ្ចឹង macOS បង្កើតឡើងដោយក្រុមហ៊ុន Apple ហើយគឺវាបង្កើតឡើងនេះគឺ specific សម្រាប់តែ computer របស់ brand Apple ទេគឺ MacBook ឬក៏ iMac ឬក៏ Mac mini អីចឹងដែរមួយទៀតគឺ Linux OS អញ្ចឹង Linux OS វាមានដំបូលច្រើនវាជា open source operating system មួយគឺ based ទៅលើ Unix ដោយដែលយើងបាននិយាយនៅក្នុងមេរៀនមុនអំពី Unix ដែរថា Unix បានចេញមកនៅក្នុងកំឡុងពេលចេញ Apple II អីចឹងណាឬក៏ចេញនេះមកចឹងហ្នឹងជា operating system ដំបូងគេហើយតមកក៏វាបែកអំបូរទៅជា Linux ហ្នឹងឯងហើយវា free យើងអាចយកទៅកែកូដកែអីយើងឃើញកូដកដាវាហ្មងនៅក្នុងគេហៅថាការ build operating system អីចឹងទៅអញ្ចឹង Linux វាមានច្រើនណាស់វាមានគេហៅថា distribution បាទគេហៅ distro ដូចជា Ubuntu Fedora Debian មាន Arch Linux មាន Red Hat មានច្រើនទៀតអាហ្នឹងគេមានដំបូលអីផ្សេងទៀតហ្នឹងវែងឆ្ងាយច្រើនតែខ្ញុំមកលើកយកមកនិយាយទេចេញចំពោះ computer វាមានតែប៉ុណ្ណឹងតែចំពោះទូរស័ព្ទវិញគឺវាមាន3នេះហើយវាមានច្រើនទៀតអញ្ចឹងទីមួយខ្ញុំលើកយក Android OS ចេះ Android OS កើតចេញឡើងដោយក្រុមហ៊ុន Google ដែលយើងប្រើនៅលើ Samsung LG អីចឹងទៅបាទប៉ុន្តែទាំងអស់នេះគឺវា run base ទៅលើ Linux kernel របស់ operating Linux OS នេះដូចគ្នាចឹងអាហ្នឹងគឺគេប្រើប្រាស់វានៅលើទូរស័ព្ទ Android បើមួយទៀតគឺ iOS ស្រួលផ្លែប៉ោមឆក់នេះចឹងអាហ្នឹងគឺផលិតឡើងដោយ Apple ហើយអាហ្នឹងគឺគេដាក់ចំពោះតែនៅលើ iPad iPod ឬក៏ឧបករណ៍របស់ iPhone ដូចគ្នាហើយអាក្រុមហ៊ុន Apple ហ្នឹងគឺវាបង្កើត macOS និង iOS ហ្នឹងដើម្បីឲ្យ OS ទាំងពីរហ្នឹងអាច communicate គ្នាគេហៅថា ecosystem ទៀតបាទទូ communicate ជាមួយនឹង computer ដើរស្រួលដើរលឿននេះស៊ីភ្លើងតិចអីចឹងទៅហ្នឹងចុងក្រោយគេគឺ Harmony OS របស់ Huawei តែបើខ្ញុំអត់ត្រូវលើកយកមកនឹងគាត់ថាOS នេះក៏វាតែចេញដោយ Huawei ដែរហើយបច្ចេកវិទ្យាចិនក៏ខ្លាំងអញ្ចឹងខ្ញុំក៏លើកយកទៅអញ្ចឹងអាហ្នឹងគឺ Harmony OS ចេញដោយ Huawei ហើយវាបង្កើតឡើងសម្រាប់គេថា multiple device ដូចជាទូរស័ព្ទឆ្លាតវៃ smartphone ទូរស័ព្ទយើងធម្មតាហ្នឹង tablet វាមានទូរទស្សន៍វាមាននាឡិកាវាមាន LT device ទៀតនៅប្រទេសចិនអីយ៉ាងទៅហើយក៏មាននៅលើ device មួយចំនួនដែលលក់នៅលើទីផ្សារជុំវិញពិភពលោកអញ្ចឹងណាបាទអញ្ចឹងឥឡូវបើយើងប្រៀបធៀបជាមួយនឹង Grab វិញ Grab នេះគឺខ្ញុំយកចេញពីគេថា state បាទ counter global start អញ្ចឹងអាហ្នឹងគឺគេបង្ហាញអំពីថាបើចំពោះ computer operating របស់ computer អ្នកប្រើប្រាស់ Windows គឺច្រើនបាទអានេះគឺ market share នៅក្នុងឆ្នាំ2025 market share មានថាបើយើងផ្ដោតសំខាន់ទៅលើ operating system របស់ computer គឺ OS ទាំងអស់គឺត្រូវបាន 100% អញ្ចឹងគឺវា share ថាណាប៉ុន្មាន%អញ្ចឹងណាអញ្ចឹងនៅក្នុងនេះបើយើងនិយាយអំពី Windows គឺ 25% ហើយ macOS អ្នកប្រើតែ 5% ទេហើយ Linux គឺ 1.32% បើយើងនិយាយអំពី market share រវាង Android រវាង device របស់ mobile វិញគឺបាទ Android អ្នកប្រើច្រើន 46.18% អ្នកប្រើ iOS iPhone ហ្នឹងគឺ 18% ហើយនឹង Harmony OS 3.62% ចឹងនេះគាត់ជាទិន្នន័យទេទិន្នន័យយើងប្រៀបធៀបថាអូ Windows អ្នកប្រើច្រើន Android អ្នកប្រើច្រើនហើយផ្សេងៗគឺបន្ទាប់ផ្សំតិចៗអីចឹងទៅចឹងសួរថាបាន Microsoft ហ្នឹងវាខ្លាំងមែនឥឡូវយើងមកដឹងខ្លះៗទៅចឹងWindows OS របស់ Microsoft គឺបានន័យថាវាបង្កើតឡើងតាំងពីឆ្នាំ1985បាទversion វាមាន version 1.0 បាទ1985 Windows 1 Windows 3.1 Windows 95 HP Windows ធម្មតា Windows 7 Vista Windows 7 Windows 8 Windows 10ឥឡូវ Windows 11 ហីបាទ
Windows 11 version 24S 24S2 បាទចង់ play អី version វា version ចុងក្រោយអញ្ចឹងបើសិនយើងទិញកុំព្យូទ័រទិញអីមកគឺវាច្រើនគឺគេបានតម្លើងនៅ Microsoft Operating System នៅក្នុងកុំព្យូទ័រ laptop និង auto អីអូខេអញ្ចឹងនៅក្នុងនេះក៏វាបាននិយាយដែរថា Windows OS ហ្នឹងវាជាធម្មតាគឺវា pre installation នៅលើកុំព្យូទ័រមួយចំនួនហើយតែវាយកចេញពីរោងចក្រវាអញ្ចឹងដូចជា gaming កុំព្យូទ័រ gaming laptop អញ្ចឹងហើយ Windows នេះគឺវាល្អត្រង់ថាអ្នកដែលគាត់ប្រើវាគឺអាចប្រើប្រាស់វាលេង game លេងអីបានវាដូច Mac គេ Mac យើងពិបាកលេង game តិចបាទវាអត់មានកន្លែងយើង download file exe ទៅតម្លើងទៅអីទេអូខេហើយវាបើនិយាយពីការប្រៀបធៀបវិញគឺវាអត់ដូច Mac OS ទេព្រោះ Mac OS ប្រើបានតែចំពោះ Apple ទេបាទបើ Linux វិញគឺវាមានភាពស្មុគស្មាញអញ្ចឹងអាហ្នឹងគឺវា user friendly មែនទេអ្នកប្រើប្រាស់ងាយស្រួលមើលងាយស្រួលយល់ងាយស្រួលប្រើប្រាស់អីចឹងណាហើយវាជាជម្រើសមួយដែលខ្ពស់ជាងគេនៅជុំវិញពិភពលោកហើយអានេះគឺជា interface មក interface គឺសម្រាប់លើរូបភាពដល់ពេលដែលយើង install មក Windows 11គឺចេញរៀងបែបហ្នឹងបាទឬក៏វាអាចដូរ wallpaper ទៅតាមជំនាន់ហើយវាមានប្រភេទ version របស់វាទៀតគេហៅប្រភេទ type ចឹងនៅក្នុងនេះ last type version គឺនេះបាទតែមិញថាភ្លេចឥឡូវចាំហើយនេះ the last type version of Windows OS Windows 11ហ្នឹងគឺ version S 24/2 បាទមិន S2 ទេចឹង version 24/2 ចេញ2024ហើយ release នៅក្នុងថ្ងៃ1ខែ10 2024ហើយវាមានប្រភេទរបស់វាទៀតវាមាន Windows 11 Home Windows 11 Pro Windows 11 Pro for Workstation Windows 11 Enterprise Windows 11 Education វាមាន Windows 11 SE និង Windows 11 IoT Enterprise ចឹងវាមានគោលបំណងរបស់វា type និង pop-up របស់វាមួយៗដូច Windows Home ឬក៏ Home Single Language គឺសំដៅទៅលើ personal use secure ហើយអ្នកលេង game ហើយប្រើបានមួយភាសាអញ្ចឹងទៅបើ Pro គឺសម្រាប់ business advanced security ឬក៏ remote access ហើយវាមានច្រើនទៀតចឹងខ្ញុំអត់លើកមកនិយាយរៀបរាប់ទេមួយទៀតគឺ macOS ចឹង macOS គឺជា operating system ចេញដោយក្រុមហ៊ុន Apple ហើយមាន version តាំងពីឆ្នាំ1999មក macOS 9បាទ macOS X បាទស្អីខ្លះបាទច្រើនមែនតើមកដល់ចុងក្រោយគេវាមាន Sonoma ឥឡូវវាមានជំនាន់ក្រោយថ្មីមួយទៀតដែរបាទតាមមិនតាន់ទេបាទអញ្ចឹងអាហ្នឹងគឺយើងប្រើសម្រាប់តែនៅលើប្រភេទកុំព្យូទ័រ iMac MacBook Pro MacBook Air MacBook អីឬក៏ MacBook Mini អញ្ចឹងណា Mac Mini បាទហើយនេះគឺជា interface របស់វាគឺ Sonoma OS បាទអញ្ចឹងនៅពេលដែលយើងទិញ laptop ប្រភេទ Mac មកបាទរៀងថ្លៃតិចបាទរៀង brand តិចដែរអញ្ចឹងអាហ្នឹងហ្នឹងដែរហ្នឹងអាស្រ័យលើយើងបើយើងចង់បាន brand ហ្នឹងវាថ្លៃតិចហើយការប្រើប្រាស់ក៏វាស្រួលតាមហ្នឹងដែរអញ្ចឹង macOS 14 Sonoma ចេញឆ្នាំ2023គឺជា latest version របស់ Apple ហើយ operating system ហ្នឹងហើយវាមាន feature អីផ្សេងៗនៅក្នុងហ្នឹងហើយនេះគឺជា interface វាដែលយើងបើកមកឃើញហើយខ្ញុំអត់បានរៀបរាប់អីទេគ្រាន់តែបង្ហាញត្រួសហើយមួយទៀតគឺយើងនិយាយអំពី Linux OS អញ្ចឹង Linux OS គឺជា open source បង្កើតឡើងដោយ base ទៅលើ Unix operating system kernel បាទហើយវាគឺវាច្រើនគឺគេត្រូវបានគេប្រើវាសម្រាប់ធ្វើ server ឬក៏អាចថាពេលខ្លះយើងយកទៅប្រើជាកុំព្យូទ័រផ្ទាល់ខ្លួន personal computer ឬក៏ system embed ដូចនៅលើ router កុំព្យូទ័រ router Wi-Fi អីចឹងក៏យកចេញពី Linux ដែរបាទដូចជា super កុំព្យូទ័រធំគឺគេ run Linux base ហើយអាហ្នឹងក៏សំខាន់ដែរ Linux ហ្នឹងគឺអ្នករៀន IT ក៏ត្រូវតែចេះដែរដើម្បីដឹងអំពី command line វាអីចឹងទៅអញ្ចឹងវាដូច OS ផ្សេងដូច Windows ដូច Mac ទេអញ្ចឹងអា Linux ហ្នឹងគឺវា free មែនទែនវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហ្នឹងក៏អាចកែធ្វើអំបោធ្វើអីផ្សេងនិយាយខ្លីទៅបានន័យថា Windows OS បើសិនអ្នកចង់ប្រើទៅទិញ license Mac OS បើសិនអ្នកចង់ប្រើទៅទិញ Mac រៀងថ្លៃហើយយើងអាចដឹងសោះកូដថាអូ Mac ហ្នឹងយើងចង់កែច្នៃមកវាអត់កើតវាធ្វើឲ្យ secure តែដល់ពេល Linux នេះវា secure ដែរប៉ុន្តែវាបើកឲ្យកូដនីមួយៗហ្នឹងគឺអ្នកប្រើប្រាស់អាចចូលទៅកែ customize operating system ហ្នឹងទៅតាមតម្រូវការបង្កើតជា OS ផ្ទាល់ខ្លួនឯងឲ្យបានអញ្ចឹងវាបង្កើតឡើងដោយលោក Linus Torvalds មកនេះគាត់នេះឯងហើយ Office គាត់ដូចកូនខ្ទមមួយអញ្ចឹងបាទនៅផ្ទះមួយទួចអញ្ចឹងទៅហើយគាត់ធ្វើអាហ្នឹងឈៀលហាត់ប្រាណហាត់អីអញ្ចឹងទៅហ្នឹងមកគាត់ហើយអានេះគឺជារូបភាព interface មួយចំនួនទេអញ្ចឹងវាមានពីរវាមានប្រភេទ GUI ដែលមាន touch មិនមែន touch ទេអាចប៉ះ screen ដូចកុំព្យូទ័រ Windows អីចឹងទៅយើងចុចឆ្វេងមាន folder មានអីមួយទៀតគឺសំដៅទៅលើ
command line សុទ្ធហ្មងឃើញតែផ្ទាំង terminal សុទ្ធហ្មងបាទគឺសខ្មៅបៃតងខៀវឬក៏ក្រហមលឿងអីចឹងទៅបាទគឺជាលក្ខណៈផ្ទាត់ចឹងយើង access ទៅកាន់ folder អីមួយគឺប្រើប្រាស់ command line សុទ្ធអញ្ចឹងអាហ្នឹងគឺ Linux ហើយវាមាន distribution របស់វាបាទបំបែកដូចជា Ubuntu Debian Fedora អាច Arch Linux មាន CentOS Red Hat មាន Kali Linux យ៉ាងនេះជា logo នៃម្បោនីមួយៗហើយការប្រើប្រាស់ក៏វាស្តៀងគ្នានឹងឯងបាទអ្នកខ្លះគាត់ប្រើយកទៅក្នុងគោលដៅរៀនក្នុងគោលដៅ hack ក្នុងអីចឹងទៅឥឡូវមកនិយាយបន្តទៀត Android device អញ្ចឹង Android operating system ហ្នឹង Android device Android operating system នេះគឺជា open source ដែរបាទវាជា mobile operating system បង្កើតឡើងដោយ Google ហើយវាអាចថាជាគេថា main competitor បាទប្រកួតប្រជែងខ្ពស់ហ្មងជាមួយនឹងក្រុមហ៊ុន Apple iOS របស់ Apple អញ្ចឹងវាដំណើរការសឹងថាគ្រប់ device ទាំងអស់ហើយនៅជុំវិញពិភពលោកបានន័យថាមាន Samsung Xiaomi Oppo Vivo Google Pixel LG មានច្រើនទៀតបាទគាត់ថាទូរស័ព្ទមកស្រុកខ្មែរ brand មិនចេះតែអញ្ចឹងគឺដំណើរការ base ទៅលើ Android ហ្នឹងឯងមាន tablet smart TV មួយចំនួនក៏ប្រើ Android ដែរបាទនាឡិកាឆ្លាតវៃខ្លះក៏យើងប្រើ Android ដែរហើយមួយទៀតគឺឡានមួយចំនួនបាទអាតាប់ឡូឡានយើងហ្នឹងក៏ដំណើរការដោយ Android ដែរហើយវាមាន version របស់វាអញ្ចឹង version របស់ Android គឺវាប្លែកក៏ខុសត្រង់ថាវាមានសំណុំដែលប្រើប្រាស់ឈ្មោះរបស់បង្អែមឧទាហរណ៍ពី version 1ទី9ចេញពីឆ្នាំ2008ដល់2018 10ឆ្នាំនេះគឺឈ្មោះរបស់គេថា Android ហ្នឹងគឺឈ្មោះបង្អែមសុទ្ធវាមានOreo មាន Pi Lollipop KitKat Jelly Bean មានអីចឹងទៅបាទវាមាន version 1 1.1 1.5 4.4 5អីណានៃ9នេះទៅចូលដល់មកចំណុចឆ្នាំបន្ទាប់ពី2019ដល់2025ឥឡូវនេះគឺគេប្រើប្រាស់ឈ្មោះជាក់លាក់ផ្សេងបាទចឹងហ្នឹងគឺជាប្រភេទ version របស់ Android ហើយ version នីមួយៗគឺ revision ទៅលើភាពសុវត្ថិភាពក៏ដូចជាuser experience បាទដូចជា interface ថ្មីៗឲ្យមនុស្សប្រើទៅវាលក្ខណៈថាស៊ាំស្ទាត់ឬក៏ងាយស្រួលប្រើបាទ friendly អីចឹងទៅមួយទៀតគឺ iOS ចឹង iOS គឺជា operating system ដាក់នៅលើទូរស័ព្ទ iPhone បាទចឹងអាហ្នឹងគឺវាធ្វើឲ្យវាមានលក្ខណៈថា ecosystem ជាមួយនឹង macOS ដែររបស់ Apple ដូចគ្នាអញ្ចឹងបើនិយាយពី user interface វិញគឺវា simple វា smooth ហើយអាហ្នឹងគឺ known for its responsiveness អាហ្នឹងវា responsive មានថានិយាយបាក់វាដែរ responsiveness ហ្នឹងបាទហើយវាប្រើប្រាស់ទៅលើ App Store ដើម្បីទាញយកទិន្នន័យបើនៅក្នុង Android គឺយើងយកចេញពី Play Store តែបើសិនជា iPhone យកចេញពី App Store ចឹងវាមាន marketplace របស់វាដើម្បីទាញយក application បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញគឺ iPhone ហ្នឹងកំពុង secure ហើយបាទអញ្ចឹង strong secure មែនតើវាកម្រមានការ hack អីទៅលើទូរស័ព្ទ iPhone ណាលួចទិន្នន័យហ្នឹងហើយដូចនិយាយមុនអញ្ចឹងគឺវា ecosystem integrated យើងអាច connect វាជាមួយនឹងឧបករណ៍របស់ Apple ផ្សេងៗដូចជា Apple Watch Mac ឬក៏ AirPod អីចឹងទៅយើងអាចមើល Apple Tag អីផ្សេងៗនិយាយទៅគឺវាធ្វើ ecosystem បើនិយាយពី version វិញគឺតាំងពី2007មកវាមាន iOS 1បាទ iOS 2 iOS 3រហូតមកដល់បច្ចុប្បន្ននេះ iOS 7ចេញហើយដល់9បាទអញ្ចឹងវាអាចចេញនៅក្នុងទម្រង់ beta 2025ហ្នឹងឯងហើយប៉ុណ្្នឹងឯងតកតងជាមួយនឹង iOS អញ្ចឹងស្របសេចក្តីមកខ្ញុំនិយាយឲ្យខ្លីជារួមទេបាទគឺដល់ទីបញ្ចប់នៃមេរៀនទី2ហ្នឹងហើយវាវែងដែរ1ម៉ោងជាងបាទ1ម៉ោងជាង2ម៉ោងអញ្ចឹងបើសិនជាយើងចង់ build computer គឺអ្នកនរគ្នាត្រូវគិតគូរទៅលើ CPU តើអ្នកនរគ្នាចង់បាន CPU ទំហំអីប្រភេទអីជំនាន់អីតម្លៃប៉ុន្មានតោះមកយើងចាប់ដើមទៅគិតគូរទៅលើ motherboard ដែលវាត្រូវនឹង CPU ហ្នឹងហើយអាហ្នឹងតម្លៃប៉ុន្មានចង់បានមុខងារមាន Wi-Fi ស្រាប់អត់ចង់បានមុខងារមាន Bluetooth ស្រាប់អត់អីចឹងណាទិញហើយយើងគិតគូរពី cooling system ដែលយើងទិញទាំងហាលមកយើងយកមកចាប់នៅលើហ្នឹងដើម្បីឲ្យ CPU ហ្នឹងត្រជាក់ព្រោះហ្នឹងវា generate heat តោះមកយើងត្រូវការទិញ RAM ដើម្បីដាក់នៅលើប្រទេសនេះយើងត្រូវការ GPU ដើម្បីដាក់នៅទីតាំងនេះដើម្បីបញ្ចេញរូបភាពទៅកាន់អេក្រង់កុំព្យូទ័រដើម្បី stock ទុកទិន្នន័យគឺយើងត្រូវការប្រើប្រាស់ SSD ហ្នឹងដែល connect តាមរយៈ
មួយជារៀងចេញពី power supply និងមួយជារៀងទៀតតាមរយៈ SATA មកកាន់ទីតាំងនេះយើងចាប់មកសំណុំទាំងអស់ចូលក្នុងធុងហើយយើងភ្ជាប់ខ្សែពី power supply ហ្នឹងបាទទៅកាន់ផ្នែកនីមួយៗដែលទៅតាម instruction ហើយយើងដោតវាចូលទៅក្នុង monitor បាទយើង connect keyboard connect mouse អញ្ចឹងពេលដែលយើងបើកមកជាធម្មតាគឺវាចូលទៅក្នុង BIOS ហើយអញ្ចឹង BIOS ហ្នឹងគឺបែបនេះហើយពេលដែល connect គ្រប់យ៉ាងគឺត្រូវបានដំឡើងចប់គឺវាអាចចេញរូបរាងបែបនេះមានទាំងហាលមានអីចឹងទៅ motherboard មានទាំងហាលចេញពី CPU មាន RAM អីហើយអញ្ចឹងយើងបើកនៅជាមួយនឹងអេក្រង់មកគឺអាចជាធម្មតាចេញនៅក្នុងទម្រង់បែបនេះ BIOS របស់វា UEFI BIOS របស់វានេះឯងអញ្ចឹងយើងមើល information ថាអូកុំព្យូទ័រហ្នឹងមានអីខ្លះមានសីតុណ្ហភាពចាយភ្លើងមិនអីមិនប៉ុន្តែយើងអត់ទាន់អាចប្រើប្រាស់បានទេដើម្បីប្រើប្រាស់បានគឺយើងត្រូវការបាទធ្វើ flash window មួយបាទអាចថា flash window 11យើងតឡើង window ហើយរបៀបតឡើង window ខ្ញុំក៏នឹងដាក់នៅវីដេអូខាងនៅក្នុង description ខាងក្រោមដែរពីរបៀប download តឡើងធ្វើ USB set up Windows នៅលើកុំព្យូទ័ររបស់យើងហើយខ្ញុំក៏នឹងធ្វើវីដេអូហ្នឹងនៅក្នុងពេលខាងមុខឆាប់ៗដែរចំពោះ version ថ្មីរបស់ Windows អូខេអញ្ចឹងមេរៀនទី2នេះគឺចូលមកដល់ទីបញ្ចប់ហើយអរគុណច្រើនមែនទែនសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅមេរៀនទី3បន្តទៀត